សាច់រឿងចាប់ផ្ដើមឡើងជាមួយមីនដែលជាសិស្សវិទ្យាល័យឆ្នាំទី1ដែលមានជីវិតសិក្សានៅសាលាព្រាបបាននឹងឋាននរកនៅតាមផ្លូវទៅសាលាគេថែមទាំងប្រាថ្នាចង់ជួបគ្រូថ្នាក់ចរាចរណ៍ហើយសន្លប់បាត់បង់ស្មារតីដើម្បីឲ្យភ្ញាក់ឡើងវិញនៅពេលរៀនចប់តែម្ដងពេលមកដល់សាលាយើងក៏បានដឹងពីមូលហេតុដែលជីវិតគេកំសត់យ៉ាងនេះមិត្តរួមថ្នាក់របស់គេឈ្មោះសុខកំពុងឈរនៅលើដំបូលអគារហើយស្រាប់តែលោតចុះមកក្រោមមីននឹកឃើញពីរបៀបដែលរឿងរ៉ាវឈានដល់ចំណុចនេះកាលពីពេលមុនក្រុមសិស្សពីលក្នុងសាលាបានហុចដំបងសិស្សចោលម្សៀតទៅឲ្យសុខអ្នកណាដែលកាន់វានឹងខ្លាចជាសិស្សចោលម្សៀតប្រចាំសាលាជាមនុស្សដែលគ្រប់គ្នាសើចចំអកនិងជន់ឈ្លីជាអកុសលមានភ័យខ្លាចពេកមិនហ៊ានក្រោកឈរតតាំងនឹងពួកគេទេបន្ទាប់ពីរងទុក្ខនិងក្រកូនគាត់កាសហេនយូអេនខអនុដឹងថាបើហមយន្តក៏ដែលពួកគេអបេជាយ៉ងគេមានអារម្មណ៍ធូរស្រាលដែលអ្នកផ្សេងបានខ្លាចជាគោលដៅរបស់ពួកគេវិញបន្ទាប់មកយើងក៏បានដឹងពីមូលហេតុដែលពួកគេងាកមកលេងសុខពីមុនយូអនដែលជាសិស្សមានឥទ្ធិពលបំផុតក្នុងថ្នាក់កំពុងមើលវីដេអូមេរៀនខណៈពេលដែលអ្នកគ្រូកំពុងបញ្យល់មេរៀនដដែលនេះដោយសារការគូសមត្ថធម្មតាអ្នកគ្រូបានប្រាប់គេថាវាមិនសមរម្យទេព្រោះអ្នកគ្រូកំពុងបង្រៀនសិស្សឆ្លើយរូបនោះបានតបវិញថាការបញ្យល់របស់អ្នកគ្រូគឺអន់ណាស់ហើយចាប់ផ្ដើមជន់ឈ្លីគាត់ពេលនោះសុខទ្រាំលែងបានក៏ស្ទុះទៅដល់គេដោយប្រាប់ថាគេទ្រាំគ្រប់គ្រាន់ហើយដោយសាររឿងនោះក្រុមសិស្សពីលបានយកសុខធ្វើជាជនរងគ្រោះថ្មីរបស់ពួកគេមានបានឃើញរឿងគ្រប់យ៉ាងតែមិនអាចតវ៉ាបានទេពេលគេព្យាយាមរាយការណ៍រឿងនេះទៅលោកគ្រូអ្នកគ្រូគេក៏បានដឹងថាពួកគាត់ខ្លួនឯងក៏កំពុងភ័យខ្លាចដែរពីឆ្នាំមុនគ្រូបង្រៀននៅសាលាមួយផ្សេងទៀតត្រូវបានសិស្សសម្លាប់ដោយដឹងថាគ្មាននរណាម្នាក់នឹងជួយសង្គ្រោះសិស្សដូចជាគេនឹងសុខទេមានក៏អស់សង្ឃឹមសុខក៏យល់ពីការពិតនោះដែរនោះហើយជាមូលហេតុដែលគេបញ្ចប់ជីវិតខ្លួនឯងក្រោយមកប៉ូលីសបានមកដល់ដើម្បីស៊ើបអង្កេតជាលើកទី1ហើយដែលមានអារម្មណ៍ថាមានក្តីសង្ឃឹមបន្តិចបន្តួចថាការរងទុក្ខរបស់គេអាចនឹងបញ្ចប់ក្រុមសិស្សពីលបានបំផ្លាញក្តីសង្ឃឹមនោះយ៉ាងលឿនដោយប្រាប់គេថាប៉ូលីសនឹងមិនធ្វើអ្វីទាំងអស់ហើយពួកគេនិយាយត្រូវសំណុំរឿងត្រូវបានបិទហើយមានត្រូវបានបង្ខំឲ្យត្រឡប់ទៅធ្វើជាសិស្សចោលម្សៀតប្រចាំសាលាវិញគេថែមទាំងព្យាយាមធ្វើដូចអ្វីដែលសុខបានធ្វើប៉ុន្តែគេមិនហ៊ានធ្វើពេលក្រោយមកខណៈពេលកំពុងដើរត្រឡប់ទៅថ្នាក់វិញសិស្សពីលម្នាក់ទៀតបានចាប់ផ្ដើមវាយគេដោយគ្មានហេតុផលដូចសក់មួយដងគ្មាននរណាម្នាក់ចូលជួយទេស្រាប់តែពេលនោះបរិសម្នាក់បានលេចមុខមកហើយវាយសិស្សពីលនោះឲ្យខ្ទាតចេញគ្រប់គ្នាស្រឡាំងកាំងសិស្សពីលនោះងើបឡើងដើម្បីវាយតបវិញប៉ុន្តែបរិសនោះវាយគេឲ្យដួលកាន់តែខ្លាំងហើយនិយាយថាគោរពចាស់ទុំខ្លះទៅអាអូនខ្ញុំចាស់ជាងឯងហើយយូននិងប៉ពួករបស់គេទាមទារចង់ដឹងថាគាត់ជានរណាបរិសនោះបានណែនាំខ្លួនថាជាគ្រូថ្មីហើយយូនបានប្រឆាំងភ្លាមដោយនិយាយថាគ្រូបង្រៀនមិនត្រូវបានអនុញ្ញាតឲ្យវាយសិស្សទេហើយបញ្ជាឲ្យគ្រប់គ្នាថតវីដេអូពីហេតុការណ៍នោះសិស្សពីលម្នាក់ទៀតបានបញ្ចើគាត់ថាតើគ្រូស្អីគេឥឡូវកាមេរ៉ាកំពុងថតហើយលោកគ្រូវាយខ្ញុំលេងបានហើយមែនទេបរិសនោះបានឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាឯងជាអ្នកសុំទេណាហើយក៏វាយគេតែម្ដងនៅចំពីមុខកាមេរ៉ាគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងសូម្បីតែនាយកសាលាក៏មកសួរនាំគាត់ដែរបរិសនោះបានណែនាំខ្លួនថាជាអធិការមកពីការិយាល័យការពារការអប់រំដែលជាអង្គការរដ្ឋាភិបាលទៅបង្កើតថ្មីដើម្បីដោះស្រាយជាមួយសិស្សដែលមិនខ្វល់ខ្វាយពេលមិត្តរួមថ្នាក់របស់ពួកគេស្លាប់ដោយសារការធ្វើបាបនិងជាមួយសាលារៀនដែលលាក់បាំងរឿងបែបនេះនាយកសាលាបានទទូចថាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យវាយសិស្សទេអធិការបានឆ្លើយតបថានៅការិយាល័យរបស់ពួកគេការដាក់ទណ្ឌកម្មលើរាងកាយត្រូវបានអនុញ្ញាតនៅពេលដែលការប្រើពាក្យសម្ដីមិនមានប្រសិទ្ធភាពនាយកសាលាបាននាំគាត់ទៅការិយាល័យហើយបញ្យល់ថាវិធីសាស្ត្ររបស់គាត់នឹងមិនអាចប្រើនៅទីនេះបានទេព្រោះសិស្សខ្លះមកពីគ្រួសារដែលមានអំណាចអធិការបានឆ្លើយតបថាគាត់មានបំណងទទួលបន្ទុកថ្នាក់របស់ស៊ុកដែលជាថ្នាក់ដែលមានសិស្សមានឥទ្ធិពលទាំងនោះពួកគេបានព្រមានគាត់អំពីហាយុនដែលឪពុករបស់គេគឺជាអិសរាជជនជាន់ខ្ពស់នៅក្នុងគណៈបព្វជិតអធិការគ្រាន់តែញញឹមហើយនិយាយថាចឹងគេនឹងខ្លាចជាសិស្សសំណប់របស់ខ្ញុំពេលគាត់ចូលទៅក្នុងថ្នាក់រៀនក្រុមសិស្សពីលដឹងភ្លាមថាពួកគេកំពុងមានបញ្ហាហើយគាត់ចាប់ផ្ដើមហៅឈ្មោះអវត្តមានរហូតដល់ឈ្មោះរបស់ស៊ុកបន្ទាប់មកគាត់បានសួរអ្នកគ្រប់គ្នាថាតើពួកគេដឹងទេថាហេតុអ្វីបានជាស៊ុកស្លាប់សិស្សម្នាក់បានឆ្លើយតបទាំងលេងសើចថាស៊ុកមិនអាចទទួលយកការធ្លាក់យឺតយ៉ាវក្នុងការរៀនសូត្រហើយក៏ធ្វើអត្តឃាតយ៉ាងល្ងង់ខ្លៅអធិការបានចាប់គេភ្លាមហើយវាគេនៅចំពោះមុខសិស្សពេញមួយថ្នាក់សូម្បីតែបន្ទាប់ពីមិត្តរួមថ្នាក់របស់ឯងស្លាប់ក៏ឯងនៅតែមិនមានអារម្មណ៍សោកស្ដាយតតែសោះពេលគាត់ក៏សម្គាល់ឃើញថាពួកគេចាប់ផ្ដើមមានអារម្មណ៍មិនស្រួលបន្តិចគាត់ក៏បានបញ្ជាឲ្យអ្នកគ្រប់គ្នាហាត់ប្រាណរុញរនាលហ៊ីអនបានប្រាប់ពួកគេឲ្យអង្គុយនៅស្ងៀមអធិការបាននិយាយបញ្ជាម្ដងទៀតគ្មាននរណាម្នាក់កម្រើកទេហៅញញឹមចង់មាត់ហើយនិយាយថាមើលទៅពួកគេខ្លាចខ្ញុំជាងខ្លាចលោកគ្រូហើយអធិការបានចាប់ក្បាលរបស់ហ៊ីអនហើយសង្កត់ផ្ទុកនឹងតុរបស់គេមកបង្ហាញភាពក្លាហានរបស់ឯងមកចាប់ផ្ដើមរុញរនាលទៅដោយក្តីភ័យខ្លាចហ៊ីអនក៏ធ្វើតាមអ្នកផ្សេងទៀតក៏ប្រញាប់ធ្វើតាមភ្លាមពេលបាយថ្ងៃត្រង់ហ៊ីអនបានធ្វើបាបសិស្សផ្សេងទៀតម្ដងទៀតហើយបានចូលកាត់ជួអធិការបានបញ្ឈប់គេហើយនិយាយថាឯងអន់ថោកបែបនេះក្នុងគ្រប់រឿងដែលឯងធ្វើមែនទេទៅតម្រង់ជួខាងក្រោយទៅបើឯងចង់បានម្ហូបហើយយន់មិនខ្វល់ពីគាត់ទេហើយដណ្ដើមយកម្ហូបដែលបង្ខំរួចបោះវាចោលអធិការបានទាត់គេហើយនិយាយថាសុំទោសអាអូនខ្ញុំមិនអាចអត់ឱនឲ្យអ្នកណាដែលមិនគោរពអាហារទេបន្ទាប់មកគាត់បានបញ្ជាឲ្យគេសម្អាតកន្លែងនោះដល់ចុងបញ្ចប់នៃថ្ងៃនោះហើយយន់ខឹងយ៉ាងខ្លាំងគេបានបញ្ចេញកំហឹងលើមីនដ៏គួរឲ្យអាណិតហើយត្រឡប់ទៅផ្ទះវិញដោយទុកឲ្យមិត្តភក្តិរបស់គេនៅសម្អាតបន្ទាប់មករឿងដ៏គួរឲ្យភ្ញាក់ផ្អើលកាន់តែធំក៏បានកើតឡើងអធិការបានទៅត្រង់ផ្ទះរបស់ហ៊ៀនតែម្ដងគាត់បានជួបឪពុករបស់ហ៊ៀនគឺរីយូហើយប្រាប់គាត់ត្រង់ថាខ្ញុំសូមយកកូនប្រុសរបស់អ្នកទៅហើយដោយសារអ្នកមិនដែលអប់រំគេឲ្យបានត្រឹមត្រូវគេអាចទៅជួយមិត្តភក្តិគេធ្វើការងារឲ្យរួចរាល់រីយូស្រឡាំងកាំងនឹងភាពកក្លឿនរបស់គាត់ហើយប្រមានគាត់កុំឲ្យលូកដៃអធិការគ្រាន់តែឆ្លើយតបថាធ្វើឲ្យខ្ញុំស្ដាយក្រោយមើលបន្ទាប់មកក៏ចាប់ទាញត្រចៀកហ៊ីវចេញទៅហើយបង្ខំឲ្យគេដុសលាងបន្ទប់ទឹកដើម្បីទម្លាក់កំហុសលើអធិការហ៊ីវបានទង្គិចក្បាលខ្លួនឯងនឹងវត្ថុអ្វីមួយរួចទូរស័ព្ទហៅឪពុករបស់គេអធិការមិនខ្វល់ទេហើយនិយាយថាកូនប្រុសដ៏ល្ងង់របស់អ្នកធ្វើបាបខ្លួនឯងតើវាជាកំហុសខ្ញុំអីទៅស្របពេលនោះហ៊ីវនៅតែបន្តធ្វើទារុណកម្មមីនដោយធម្មតាពេលអធិការបានដឹងពីរឿងនេះគាត់បានប្រាប់មីនថាបើគេមិនអាចការពារខ្លួនឯងបានទេការរត់គេចក៏មិនអីដែរបន្ទាប់មកគាត់ចាប់ផ្ដើមបង្ហាត់គេឲ្យរត់រាល់ថ្ងៃក្រោយមកពួកគេញ៉ាំអាហារពេលល្ងាចជាមួយគ្នាអធិការបានស្នើឲ្យប្រាប់ឪពុកម្ដាយរបស់គេមីនបានបង្ហើបថាឪពុកម្ដាយរបស់គេតែងតែរវល់នឹងការងារជានិច្ចអធិការប្រាប់គេថាគេអាចពឹងផ្អែកលើមនុស្សចាស់ដែលអាចទុកចិត្តបានវិញជាលើកទី1ហើយដែលមានអារម្មណ៍ថាមានសង្ឃឹមចំណែកឯរាយុឪពុករបស់ហ៊ីយនវិញគាត់បានទៅជួបផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងអប់រំគាត់បានប្រមានថាគាត់និងឪពុកម្ដាយដែលមានឥទ្ធិពលផ្សេងទៀតនឹងមិននៅស្ងៀមទេហើយទាមទារឲ្យបិទការិយាល័យការពារការអប់រំចោលបន្ទាប់មកគាត់ក៏បានចាក់ចែងទៅចូលរួមសន្និសីទកាសែតដ៏សំខាន់មួយដែលទាក់ទងនឹងយុទ្ធនាការបោះឆ្នោតនាពេលខាងមុខរបស់គាត់ទោះជាយ៉ាងណាក៏ដោយពេលគាត់មកដល់គាត់ឃើញខ្លួនឯងត្រូវបានហុំព័ទ្ធដោយអ្នកកាសែតដែល
លាតត្រដាងពីរឿងអាស្រូវស៊ីសំណូកនិងការមានស្រីញីរបស់គាត់ដោយព្យាយាមលាក់ខ្លួនគាត់បានចូលទៅក្នុងសាលមួយហើយឃើញរដ្ឋមន្ត្រីកំពុងរងចាំនៅខាងក្នុងរដ្ឋមន្ត្រីបានបង្ហើបថាគាត់ជាអ្នករៀបចំអ្វីៗទាំងអស់នេះពេលរាយូទាមទារចង់ដឹងពីមូលហេតុរដ្ឋមន្ត្រីបានបញ្យល់ថាគាត់បានចំណាយពេល2ឆ្នាំដើម្បីរៀបចំការិយាល័យនេះហើយអ្នកណាដែលប្រឆាំងនឹងវានឹងត្រូវជួបជុកវាសនាដូចគ្នានេះរាយូបានតបថាមានអ្នកនយោបាយជាច្រើនដែលអាក្រក់ជាងគាត់ទៅទៀតរដ្ឋមន្ត្រីតបថាអ្នកមិនមែនជាគោលដៅទេគឺកូនប្រុសរបស់អ្នកទៅវិញទេពេលអ្នកធ្លាក់ចុះកូនប្រុសអ្នកក៏ធ្លាក់ចុះដូចគ្នាមិនយូរប៉ុន្មានរាយូត្រូវបានចាប់ខ្លួននៅសាលាហាយុនបានក្លាយជាគោលដៅថ្មីនៃការធ្វើបាបសិស្សផ្សេងទៀតបានហុចដំបងសិស្សចោលម៉ាស៊ីនឲ្យគេដែលរុញច្រានគេឲ្យដល់ចំណុចកំពូលគេបានសម្រេចចិត្តដុតពួកគេទាំងអស់ឲ្យស្លាប់ទាំងរស់ពេលអធិការមកដល់គាត់ឈរនៅពីមុខគេទាំងកំពុងជក់បារីហាយុនភ័យស្លន់ស្លោព្រោះសាំងត្រូវបានចាក់នៅជុំវិញគេរួចទៅហើយគេអង្វរអធិការឲ្យពន្លត់ដៃកេះផ្ទុយទៅវិញអធិការធ្វើឲ្យគេកាន់តែភ័យខ្លាចដោយការគប់វាចោលទៅវិញហាយុនរត់គេចពីអណ្ដាតភ្លើងយ៉ាងអស់សង្ឃឹមព្រមទាំងអង្វរសុំក្តីមេត្តាតតែពេលនោះហើយទើប Sekisan Ocean គាត់បានរំលឹកហ៊ុនថាស៊ុកក៏ធ្លាប់ភ័យខ្លាចសេចក្តីស្លាប់ដូចគ្នាប៉ុន្តែដោយសារតែហ៊ុនបានបំផ្លាញជីវិតគេតាមរយៈការធ្វើបាបទើបស៊ុកមើលមិនឃើញជំរឿអ្វីផ្សេងទោះបីជាហ៊ុនមានបាបខ្លាំងប៉ុណ្ណាក៏ដោយក៏ស៊ុកមិនអាចរស់ឡើងវិញបានដែរគេត្រូវរស់នៅជាមួយភាពមានកំហុសនោះរហូតមួយជីវិតបន្ទាប់មកយើងក៏បានឃើញពីអ្វីដែលបានកើតឡើងពិតប្រាកដពេលហ៊ុនធ្វើបាបស៊ុកមិនព្រមនៅស្ងៀមទេគេបាននាំឪពុកគេមកសាលាហើយរាយការណ៍គ្រប់យ៉ាងប្រាប់នាយកសាលាដោយសារតែឥទ្ធិពលឪពុករបស់ហ៊ុនគឺគ្មានអ្វីកើតឡើងទេផ្ទុយទៅវិញពួកគេណែនាំឪពុករបស់ស៊ុកឲ្យផ្ទេរគេទៅសាលាផ្សេងពួកគេថែមទាំងបំផ្លាញការងារឪពុករបស់គេទៀតផងដោយអស់សង្ឃឹមស៊ុកបានអង្វរហ៊ុនឲ្យលើកលែងដល់ឪពុកខ្លួនហើយសន្យាថានឹងធ្វើគ្រប់យ៉ាងហើយហ៊ុនបានឆ្លើយតបយ៉ាងត្រជាក់ល្ហឹមថាងាយសម្រាប់ខ្លួនឯងទៅគួរឲ្យសោកស្ដាយស៊ុកពិតជាបានធ្វើបែបនោះមែនពេលនេះទីបំផុតហើយហ៊ុននិងសិស្សពីរដទៃទៀតត្រូវបានចាប់ខ្លួននៅពេលសំណុំរឿងរបស់ស៊ុកត្រូវបានបើកការស៊ើបអង្កេតឡើងវិញជាចុងក្រោយពួកគេនឹងត្រូវប្រឈមមុខនឹងយុត្តិធម៌ពេលក្រោយមកអធិការបានទៅសួរសុខទុក្ខភ្នូររបស់ក្មេងស្រីម្នាក់ដែលបានស្លាប់កាលពី2ឆ្នាំមុនរដ្ឋមន្ត្រីក៏នៅទីនោះដែរបុរសទាំងពីរនាក់នៅតែសោកសៅចំពោះការស្លាប់របស់នាងមតិសាធារណៈបន្ទាប់មកបានងាកមកប្រឆាំងនឹងការិយាល័យការពារការអប់រំមនុស្សជាច្រើនអះអាងថាគ្មានការិយាល័យរដ្ឋាភិបាលណាមួយគួរមានសិទ្ធិវាយសិស្សទេអ្នកកាសែតបានវាយប្រហាររដ្ឋមន្ត្រីហើយសួរថាតើសិទ្ធិមនុស្សនៅឯណាពីរឿងទាំងអស់នេះរដ្ឋមន្ត្រីខឹងសម្បាយ៉ាងខ្លាំងតើសិទ្ធិមនុស្សនៅឯណាសិស្សកំពុងស្លាប់ជារៀងរាល់ថ្ងៃដោយសារការធ្វើបាបគ្នាគ្រូបង្រៀនកំពុងតែភ័យខ្លាចសិស្សជាច្រើនមកសាលាគ្រាន់តែដើម្បីចុះឈ្មោះវត្តមានមុនពេលទៅរៀននៅសាលាឯកជនប៉ុណ្ណោះខ្ញុំមិនប្រឆាំងនឹងការរៀនគួរទេប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងក្នុងនាមជាក្រសួងអប់រំក្នុងការផ្ដល់បរិយាកាសសុវត្ថិភាពសម្រាប់សិស្សទោះបីជាវាទាមទារឲ្យប្រើកម្លាំងបាយក៏ដោយគាត់បានបន្ថែមថាសិស្សសម័យនេះលែងដូចពីមុនទៀតហើយអ្នកខ្លះមានពាក់ព័ន្ធជាមួយក្រុមទំនើងអ្នកណាដែលរៀបរៀងផ្លូវនៃការអប់រំនឹងត្រូវទទួលខុសត្រូវបញ្ហាក្រុមទំនើងនោះវាជារឿងពិតមែនក្រោយមកយើងបានជួបសិស្សថ្មីម្នាក់ដែលបដូរមកសាលាបច្ចេកទេសមួយឈ្មោះថាខានសាលានោះមើលទៅដូចជាអគារបោះបង់ចោលជាងកន្លែងសម្រាប់រៀនសូត្រទៅទៀតទីបំផុតគេក៏ប្រទះឃើញសិស្សម្នាក់ទៀតប៉ុន្តែក្មេងប្រុសនោះបែរជាព្យាយាមវាយប្រហារគេភ្លាមៗដោយភាពភ័យខ្លាចសិស្សចំណូលថ្មីនោះបានហុចលុយឲ្យគេដើម្បីការពារខ្លួនសិស្សនោះមានអារម្មណ៍អាណិតគេហើយប្រមានគេថាសាលានេះមិនដូចសាលាដទៃទេសិស្សថ្មីនោះកាន់តែភ័យខ្លាចជាងមុនទៅទៀតពេលគេដើរចូលទៅក្នុងថ្នាក់រៀននិងណែនាំខ្លួនគ្រប់គ្នាមើលទៅដូចជាសមាជិកក្រុមទំនើងអញ្ចឹងគេអង្គុយចុះយ៉ាងស្ងៀមស្ងាត់ប៉ុន្តែមុនពេលដែលគេអាចបើកសៀវភៅបានផងអ្នកផ្សេងទៀតក៏វាយគេឲ្យដួលបន្ទាប់មកពួកគេទាំងអស់គ្នាប្រាប់លោកគ្រូថាពួកគេភ្លេចសៀវភៅលោកគ្រូអស់សង្ឃឹមទាំងស្រុងហើយដើរចេញទៅសិស្សទាំងអស់នោះក៏ទាញអាវុធភ្លាមៗនិងចាប់ផ្ដើមធ្វើតាមគ្នាពួកគេតម្រង់ទៅផ្នែកអគ្គិសនីជាកន្លែងដែលសិស្សម្នាក់ចង់ឲ្យអ្នកមកពីផ្នែករចនាគូររូបសាក់លើទ្រូងរបស់ខ្លួនស្របពេលនោះផ្នែកទី1ចាប់ផ្ដើមឆ្លោះប្រកែកជាមួយផ្នែកទី2ដោយវាយតប់គ្នាយ៉ាងព្រៃផ្សៃសិស្សថ្មីឈ្មោះបនមិនដឹងទាល់តែសោះថាមានរឿងអ្វីកើតឡើងមិត្តរួមថ្នាក់តែម្នាក់គត់ដែលស្ងប់ស្ងាត់គឺជោបានពន្យល់ថាផ្នែកអគ្គិសនីនិងផ្នែកយានយន្តតែងតែវាយតប់គ្នាជានិច្ចដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមេកោយរបស់ពួកគេបនបានសួរថាតើមេកោយនោះជានរណាក្នុងពេលជាមួយគ្នានេះនាយកសាលាក៏កំពុងបញ្យល់ពីស្ថានភាពប្រាប់អធិការមេកោយនោះគឺជាសិស្សម្នាក់ឈ្មោះហាយ៉ាក់ទោះបីជាគេកម្រមកសាលាក៏ដោយគេគឺជាសមាជិកក្រុមទំនើងនៅខាងក្រៅបណ្ដាញសង្គមរបស់គេពោពេញទៅដោយសម្ភារៈប្រើប្រាស់ម៉ាកល្បីៗលុយកាក់គ្រឿងស្រវឹងនិងពិធីជប់លៀងយ៉ាងលយឆាយសិស្សទាំងអស់តែងតែវាយតប់គ្នាដើម្បីទទួលបានការចាប់អារម្មណ៍ពីគេថ្ងៃមួយស្រាប់តែហាយ៉ាក់ផ្ញើសារទៅកាន់ប្រធានផ្នែកអគ្គិសនីដោយនិយាយថាគេចង់ជួបការវាយតប់គ្នាក៏ឈប់ភ្លាមៗប្រធានផ្នែកយានយន្តមានការច្រណែនហើយចាប់ផ្ដើមវាយកូនចៅខ្លួនឯងគេថែមទាំងបង្ខំបូននិងជូឲ្យវាយគ្នាជូលួចប្រាប់បូនឲ្យធ្វើពុតបូនក៏ធ្វើតាមបែបនោះមែនក្រោយមកជូត្រូវបានគេប្រកាសថាជាអ្នកចាញ់ហើយខ្លាចជាបាវសាច់សម្រាប់ពួកគេវាលេងពួកគេប្រើគេដើម្បីវាស់កម្លាំងរបស់ពួកគេដោយការវាយគេនិងឲ្យគេដាក់ពិន្ទុលើការវាយប្រហាររបស់ពួកគេវាជារឿងគួរឲ្យតក់ហួសថ្លែងជូទ្រាំនឹងរឿងគ្រប់យ៉ាងក្រោយមកពេលកំពុងដើរត្រឡប់ទៅផ្ទះគេក៏អស់កម្លាំងយ៉ាងខ្លាំងបូនមានអារម្មណ៍អាណិតគេក៏ជួយយូកាបូបនឹងដើរជូនគេទៅផ្ទះជូហៅគេចូលទៅខាងក្នុងដើម្បីញ៉ាំមីបូនឃើញពីជីវិតដ៏សាមញ្ញរបស់ជូជាមួយនឹងម្ដាយរបស់គេហើយដឹងថាជូពិតជាចង់សាងអនាគតតាមរយៈការរៀនសូត្រនៅសាលាយ៉ាងពិតប្រាកដថ្ងៃបន្ទាប់បូនបានជួបនឹងអធិការពេលអធិការឃើញគេយើងក៏បានដឹងថាតាមពិតទៅបូនគឺជាបុគ្គលិកម្នាក់របស់គាត់មិនមែនជាសិស្សទេដោយសារបូនមើលទៅស្លូតបូនស័ក្តិសមនឹងខ្លាចជាជនរងគ្រោះនៃការធ្វើបាបអធិការបានបញ្ចូលគេទៅក្នុងសាលាដើម្បីលួចថតរឿងគ្រប់យ៉ាងតាមរយៈវ៉ែនតារបស់គេពេលនេះអធិការបានផ្ដល់បេសកកម្មថ្មីដល់គ្រូថ្នាក់មួយឲ្យគេនោះគឺបញ្ឆេះកំហឹងសិស្សទាំងអស់ហើយធ្វើឲ្យពួកគេដេញតាមគេបូនបានជេរប្រមាថពួកគេហើយរត់សិស្សពេញមួយសាលាបានដេញតាមគេរហូតដល់ពួកគេទៅដល់ទីលានកីឡាពេលអ្នកគ្រប់គ្នាចូលទៅដល់ខាងក្នុងអធិការក៏ចូលទៅដែរហើយចាក់សោទ្វាររបងគាត់ណែនាំខ្លួនគាត់សិស្សម្នាក់ចំណាំគាត់បានភ្លាមពួកគេអួតថាពួកគេមិនមែនជាសិស្សធម្មតាទេហើយមិនអាចត្រូវគេគ្រប់គ្រងដូចអ្នកដទៃបានទេអធិការគ្រាន់តែសួរថាតើពួកឯងមានអីអស្ចារ្យម្ល៉េះពួកគេស្ទុះទៅវាយគាត់មួយសន្ទុះក្រោយមកគ្រប់គ្នាសុទ្ធតែដេកដួលនៅលើ
ដីបន្ទាប់ពីនោះមកពួកគេស្ដាប់បង្គាប់គាត់ដូចជាឆ្កែត្រូវគេវាយអញ្ចឹងគាត់បានដាក់ចេញនូវកាលវិភាគថ្មីដ៏តឹងរ៉ឹងដែលពោពេញទៅដោយម៉ោងរៀនដើម្បីបំពេញនូវអ្វីគ្រប់យ៉ាងដែលពួកគេបានខកខានកន្លងមកពេលពួកគេព្យាយាមតវ៉ាគាត់វាយពួកគេម្ដងទៀតបន្ទាប់មកគាត់បាននាំគ្រូបង្រៀនម្នាក់មកដែលសឹងតែមិនជឿនឹងកម្រិតវិន័យនេះពេលគាត់សួរថាសិភៅរបស់ពួកគេនៅឯណាមានតែចូលម្នាក់គត់ដែលមានអធិការបញ្ជាឲ្យចូលសរសេរមេរៀននៅលើក្តារខៀនខណៈអ្នកផ្សេងទៀតចម្លងតាមសិស្សទាំងនោះអះអាងថាពួកគេសូម្បីតែបិចក៏គ្មានដែរអធិការសម្លឹងមើលប្រធានផ្នែកអគ្គិសនីថ្ងៃនិយាយថាចុះម្រាមដៃឯងនៅប្រើបានតើមែនទេហើយគាត់បានបញ្ជាក់យ៉ាងច្បាស់ថាលេខផ្សេងនឹងលែងអាចជួយសង្គ្រោះនរណាម្នាក់បានទៀតហើយគេបានអារម្មណ៍រាមដៃខ្លួនឯងហើយប្រាឈាមខ្លួនឯងដើម្បីសរសេរបន្ទាប់មកគេចាប់យកបិចមួយហើយបន្តសរសេរខណៈពេលដែលអ្នកផ្សេងទៀតរត់ឆ្វេងខ្ចីបិចគេដើម្បីចម្លងមេរៀនដែរមិនដល់5នាទីផងពួកគេងើបមកឡើងហើយឃើញថាគាត់បានលុបអ្វីទាំងអស់ពីលើក្តារខៀនបាត់ទៅហើយម៉ោងអស់ហើយអ្នកណាដែលសរសេរមិនទាន់ចប់គឺត្រូវគេវាយទីបំផុតប្រធានផ្នែកយានយន្តក៏ផ្ទុះកំហឹងស្អីគេហ្នឹងថ្នាក់រៀនទាំងនេះក៏មិនសំខាន់អីដែរអធិការបានតបថាដឹងអត់ឯងនិយាយត្រូវតោះអាអូនយើងទៅធ្វើការអនុវត្តផ្ទាល់គាត់បាននាំពួកគេទាំងអស់គ្នាទៅកាន់ឡានមួយហើយឲ្យពួកគេត្រួតពិនិត្យវាពេលពួកគេបដិសេធគាត់បានចាប់មេកោយទាំងពីរផ្នែកបោះពួកគេចូលទៅក្នុងឡានហើយបើកបរយ៉ាងរលូននិងមានការគ្រប់គ្រងបានល្អដែលបង្ហាញពីជំនាញបើកបរពិតប្រាកដទីបំផុតសិស្សទាំងនោះក៏គោរពគាត់ដោយសាររឿងនេះជាអកុសលអាពីរអ្នកនោះនៅតែមិនរៀនសូត្រអ្វីសោះពួកគេសម្រេចចិត្តរត់គេចពីសាលាហើយទៅប្តឹងហាយ៉ាក់បញ្ហាគឺថាពួកគេមិនដឹងពីរបៀបតាក់ទងគេទេខណៈពេលដែលឆែកឆេបនពួកគេបានរកឃើញអ្វីមួយដែលអាចជួយបានដូច្នេះពួកគេបានបង្ខំគេឲ្យទៅជាមួយទីបំផុតពួកគេបានជួបហាយ៉ាក់និងប្តឹងពីអធិការយប់នោះពេលអធិការសួរថាពួកគេទៅណាពួកគេត្រឡប់មកវិញដោយទឹកមុខរីករាយពួកគេប្រកាសយ៉ាងមានទំនុកចិត្តថាអធិការចប់ហើយថាថ្ងៃសល់របស់គាត់គឺរាប់ថយក្រោយហើយពេលដែលហាយ៉ាក់ចូលរួមមិនយូរប៉ុន្មានហាយ៉ាក់ក៏មកដល់ជាមួយម៉ូតូរបស់គេដោយធ្វើការបង្ហាញខ្លួនយ៉ាងកក់ក្ដៅនិយាយដោយស្មោះត្រង់គេមើលទៅមានធំពេកមិនដូចជាសិស្សសោះគេគ្មានការភ័យខ្លាចទេហើយព្យាយាមវាយប្រហារអធិការភ្លាមអធិការបានបង្ហើបថាគាត់តាំងចិត្តទុកនុយដើម្បីតាក់ទាញហាយ៉ាក់ឲ្យចេញមកដំបូងឡើយមើលទៅដូចជាហាយ៉ាក់អាចនឹងទៀតឈ្នះគាត់បានមែនគេថែមទាំងអាចបោកអធិការទៅលើដីបានទៀតផងសិស្សទាំងអស់គិតថាចប់ហើយហាយ៉ាក់ប្រាប់ពួកគេដោយមោទនភាពថាឃើញទេបើមានអ្នកណាមករកអុកឡុកគ្រាន់តែប្រាប់យើងមកពួកឯងទាំងអស់គ្នានៅក្រោមការការពាររបស់យើងសិស្សទាំងអស់រៀបនឹងស្រែកហៅឈ្មោះរបស់គេទៅហើយស្រាប់តែពេលនោះពួកគេឮសំឡេងមួយទៀតលាន់ឡើងអធិការក៏កំពុងស្រែកបន្តដែរគ្រប់គ្នាកៀងថ្មឹងបន្ទាប់មកអធិការបានក្រោកឈរឡើងហើយឈប់លេងសើចទៀតហើយលើកនេះគាត់វាយហាយ៉ាក់មែនតែម្ដងសិស្សទាំងអស់ភ័យខ្លាចយ៉ាងខ្លាំងស្របពេលនោះរដ្ឋមន្ត្រីកំពុងចូលរួមកិច្ចប្រជុំជាមួយអ្នកនយោបាយម្នាក់ទៀតពួកគេបានរិះគន់អធិការដោយលើកឡើងថាគាត់មិនស័ក្តិសមនឹងការិយាល័យនេះទេព្រោះគាត់ជាអតីតទាហានតើទាហានមានតាក់ទងអ្វីនឹងការអប់រំរដ្ឋមន្ត្រីបានតបថាមើលសិស្សសប្តាហ៍ថ្ងៃនេះមើលតើលោកពិតជាគិតថាគ្រូបង្រៀនធម្មតាអាចទប់ទល់នឹងពួកគេបានមែនទេក្មេងៗទាំងនេះបានខ្លាចជាបិសាចទៅហើយបើយើងចង់បង្រៀនពួកគេឲ្យមានវិន័យយើងត្រូវការអ្នកដែលអាចប្រយុទ្ធជាមួយបិសាចនៅពេលនោះឯងហាយ៉ាបានទូរស័ព្ទហៅក្រុមទំនើងដែលគេជាសមាជិកដើម្បីសុំជំនួយពួកគេបានមកដល់ភ្លាមហាយ៉ាគិតថាគេត្រូវបានជួយសង្គ្រោះហើយផ្ទុយទៅវិញគ្រប់គ្នាមើលតែក្តីរន្ធត់នៅពេលដែលអធិការក៏បានកំទេចពួកគេយ៉ាងចាស់ដៃដែរក្រោយមកពួកគេបានអង្វរសុំក្តីមេត្តានិងសុំទោសជាច្រើនដងអធិការបានប្រាប់ពួកគេកុំឲ្យសុំទោសគាត់អីគាត់ប្រាប់ពួកគេឲ្យទៅសុំទោសជោវិញដំបូងឡើយជោព្យាយាមធ្វើហាក់ដូចជាមិនអីទេបន្ទាប់មកស្រាប់តែគេត្រហោយំយ៉ាងខ្លាំងអ្វីដែលពួកគេបានធ្វើមកលើគេពិតជាធ្វើឲ្យគេឈឺចាប់ខ្លាំងណាស់អធិការបានប្រាប់ពួកគេថាបើពួកគេមិនចាប់អារម្មណ៍នឹងការសិក្សាទេពួកគេអាចឈប់រៀនបានប៉ុន្តែពួកគេគ្មានសិទ្ធិមកបំផ្លាញពេលវេលារបស់សិស្សដទៃទេពេលវេលារបស់មិត្តរួមថ្នាក់ពួកឯងមិនមែនជារបស់ពួកឯងទេក្រោយមករដ្ឋមន្ត្រីបានរៀបចំសន្និសីទកាសែតនិងនិយាយពីសមិទ្ធផលនៅសាលាខានគាត់បានប្រកាសពីច្បាប់ថ្មីមួយចំនួនសិស្សនឹងលែងត្រូវបានអនុញ្ញាតឲ្យមានស្នាមសាក់ទៀតហើយអ្នកដែលមានស្នាមសាក់នឹងត្រូវលុបវាចោលសិស្សណាដែលចូលរួមជាមួយក្រុមទំនើងនឹងត្រូវចាត់ទុកដូចជាឧក្រិដ្ឋជនពេញវ័យហើយនឹងលែងទទួលបានការការពារក្រោមច្បាប់អនិច្ចជនទៀតទេម៉ូតូនិងការជក់បារីក៏ត្រូវបានហាមឃាត់ផងដែរលទ្ធផលគឺគួរឲ្យកត់សម្គាល់ជីវិតនៅសាលាខានមានភាពប្រសើរឡើងយ៉ាងខ្លាំងជាលើកទី1ហើយដែលជោពិតជាបានរៀនសូត្រដោយស្មោះត្រង់ជាមួយមិត្តរួមថ្នាក់របស់គេរដ្ឋមន្ត្រីនិងអធិការមានសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះភាពជោគជ័យនេះបន្ទាប់មកបនក៏បានលេចមុខមកត្អូញត្អែថាគេចង់បានសំណងព្រោះគេបានចាយលុយផ្ទាល់ខ្លួនអស់ច្រើនណាស់ក្នុងអំឡុងពេលបេសកកម្មលុយសោកបានខ្លះចំណាយនេះចំណាយនោះនិងលុយដែលបាត់បង់ពេលត្រូវគេធ្វើបាបចំនួនប្រាក់នោះគឺតិចតួចគួរឲ្យអស់សំណើចអ្នកផ្សេងទៀតបានលេងសើចជាមួយគេហើយប្រាប់ឲ្យគេដាក់ពាក្យស្នើសុំនោះគេនឹងទទួលបានប្រាក់មកវិញក្នុងពេលជាមួយគ្នានេះអ្នកនយោបាយដែលទាមទារឲ្យបិទការិយាល័យនោះកំពុងមើលរូបថតចាស់ៗក្នុងចំណោមនោះមានរូបថតមួយសន្លឹកពីពិធីបុណ្យសពរបស់ក្មេងស្រីដែលបានស្លាប់កាលពី2ឆ្នាំមុនរដ្ឋមន្ត្រីនិងអធិការកំពុងឈរនៅទីនោះទាំងសោកសៅយ៉ាងខ្លាំងយើងបានដឹងថាតាមពិតអធិការបានភ្ជាប់ពាក្យជាមួយនាងសូម្បីតែ2ឆ្នាំកន្លងផុតទៅគាត់នៅតែមិនអាចបំភ្លេចនូវភាពអយុត្តិធម៌នៃអ្វីដែលបានកើតឡើងចំពោះនាងឬរបៀបដែលនាងស្លាប់បានឡើយសាច់រឿងបន្ទាប់មកបាននាំយើងត្រឡប់ទៅ2ឆ្នាំមុនអធិការនិងគូដណ្ដឹងរបស់គាត់កំពុងដើរជាមួយគ្នាពេលពួកគេប្រទះឃើញសិស្សកំពុងជក់បារីគាត់ប្រាប់នាងកុំឲ្យលូកដៃសិស្សសម័យនេះគួរឲ្យខ្លាចណាស់នាងតបថាចុះម៉េចបងឯងគិតចង់ការពារអូនរហូតដល់ពេលណាមែនទេបើគ្រូចាប់ដើមខ្លាចសិស្សជីវិតយើងនឹងកាន់តែលំបាកនាងដើរទៅជិតសិស្សដកហូតបារីនិងព្យាយាមទូន្មានពួកគេគួរឲ្យសោកស្ដាយមានថ្ងៃមួយដែលគាត់មិនអាចការពារនាងបានសិស្សរបស់នាងម្នាក់ជាក្មេងប្រុសដែលល្បីឈ្មោះខាត់បង្កើតបញ្ហាបានសម្លាប់នាងក្នុងអំឡុងពេលសវនាការសិស្សនោះបានអះអាងថាគេសោកស្ដាយហើយទទូចថាគេពិតជាស្រឡាញ់នាងដោយស្មោះត្រង់អធិការបានលើពាក្យទាំងនោះហើយសឹងតែមិនអាចគ្រប់គ្រងខ្លួនឯងបានដោយសេចក្តីក្រោធគាត់បានព្យាយាមបើកឡានបំបុកសិស្សនោះរដ្ឋមន្ត្រីបានបញ្ឈប់គាត់បន្ទាប់មកយើងក៏បានដឹងថាស្ត្រីនោះគឺជាកូនស្រីរបស់រដ្ឋមន្ត្រីពេលអធិការបានស្ងប់អារម្មណ៍រដ្ឋមន្ត្រីបានប្រាប់គាត់ថាការសម្លាប់សិស្សនោះនឹងមិនទទួលបានអ្វីក្រៅពីបំផ្លាញអនាគតខ្លួនឯងនោះទេផ្ទុយទៅវិញគាត់មានគម្រោងបង្កើតការិយាល័យមួយបន្ទាប់ពីក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំជាការិយាល័យដែលនឹងស្វែងរកយុត្តិធម៌សម្រាប់លោកគ្រូអ្នកគ្រូដែលរងការរំលោភបំពានដូចជាកូនស្រីរបស់គាត់អញ្ចឹងបើអធិការចង់ជួយគាត់អាចចូលរួមជាមួយគាត់បានហើយនោះគឺជាអ្វីដែលបានកើតឡើងពិតប្រាកដពេលនេះជាលើកទី1ហើយដែលពួកគេទទួលយកសំណុំរឿងនៅសាលាក្មេងស្រីសំណុំរឿងនេះវិលជុំវិញគ្រូបង្រៀនម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានបៀតបៀនសិស្សនោះបានបង្ហោះវីដេអូចោទប្រកាន់គាត់មិនយូរប៉ុន្មានគ្រូបង្រៀនរូបនោះក៏សម្លាប់ខ្លួនជនរងគ្រោះដែលអះអាងនោះមិនមែនជាសិស្សធម្មតាទេនាងគឺជាអ្នកមានឥទ្ធិពលលើ
Instagram ដល់ល្បីល្បាញដែលមានអ្នក follow ជាង 60,000 នាក់បូនសារភាពថាគេបារម្ភក្នុងការទទួលសំណុំរឿងនេះព្រោះក្មេងស្រីនោះល្បីល្បាញខ្លាំងណាស់ហើយពួកគេក៏មិនចង់មានរឿងចម្រូងចម្រាសបន្ថែមទៀតដែររដ្ឋមន្ត្រីឆ្លើយតបថាម៉េចតើពួកយើងគួរតែខ្លាចដែរឬអីតើវាមិនទាន់គ្រប់គ្រាន់ទេឬដែលគ្រូបង្រៀនដ៏ស្លូតត្រង់ម្នាក់ត្រូវភ័យខ្លាចរហូតដល់ស្លាប់នោះបន្ទាប់មកយើងក៏បានដឹងថាហេតុអ្វីបានជាពួកគេប្រកាសថាគ្រូបង្រៀនរូបនោះគ្មានកំហុសក្មេងស្រីល្បីឈ្មោះនោះជាទូទៅមិនសូវយកចិត្តទុកដាក់ក្នុងថ្នាក់ទេហើយតែងតែ live វីដេអូរហូតថ្ងៃមួយលោកគ្រូរបស់នាងបានរឹបអូសទូរស័ព្ទរបស់នាងដើម្បីសងសឹកនាងបានបង្ហោះវីដេអូដែលបានកាត់តធ្វើឲ្យមើលទៅហាក់ដូចជាគ្រូកំពុងកាត់សក់សិស្សម្នាក់ទៀតគ្រប់គ្នាបានវាយប្រហារគ្រូបង្រៀនរូបនោះនៅលើអ៊ីនធឺណិតភ្លាមៗពេលប្រជុំមុខអ្នកគ្រូបានបញ្យល់ថាគាត់គ្រាន់តែជួយសិស្សនោះទេមិនបានគំរាមកំហែងនាងឡើយគ្មាននរណាម្នាក់ជឿគាត់ទេលើកលែងតែមិត្តរួមការងារម្នាក់មិត្តរួមការងារនោះបានសន្យាថានឹងដោះស្រាយបញ្ហានេះជាមួយយូនលោកគ្រូបានហៅយូនចូលទៅក្នុងបន្ទប់ធ្វើការហើយប្រាប់នាងថាគាត់បានឃើញនាងកាត់តវីដេអូនោះគាត់ដឹងថានាងមានចេតនាធ្វើឲ្យអ្នកគ្រូមើលទៅអាក្រក់យូនបានបដិសេធគ្រប់យ៉ាងគាត់បានណែនាំនាងឲ្យលុបវីដេអូនោះចេញហើយក្លាយជាមនុស្សល្អជាងមុនគាត់ពិតជាមានការភ័ន្តច្រឡំយ៉ាងខ្លាំងព្រោះកំណត់ត្រាសិក្សារបស់នាងបង្ហាញថានាងតែងតែជាសិស្សពូកែម្នាក់ហើយមិនដែលមានប្រវត្តិទាស់ទែងជាមួយគ្រូឡើយចុះហេតុអ្វីបានជាស្រាប់តែប្រែប្រួលដូចនេះយូនគ្រាន់តែញញើមបែបត្រជាក់ដាក់គាត់រួចចាក់ចេញទៅនាងបានធ្វើឲ្យសម្លៀកបំពាក់របស់នាងរញ៉េរញ៉ៃភ្លាមៗរួមទាំងការតបតែងខ្លួនថតវីដេអូនិងចោទប្រកាន់លោកគ្រូដោយមិនពិតថាបានបៀតបៀននាងទូទាំងប្រទេសផ្អើលឈូឆរសូម្បីតែប្រពន្ធរបស់គាត់ក៏ទូរស័ព្ទមកសួរថាវាជារឿងពិតដែរឬទេអ្នកលេងអ៊ីនធឺណិតបានជីកកាយរឿងគាត់រកឃើញព័ត៌មានផ្ទាល់ខ្លួនទាំងអស់របស់គាត់និងថែមទាំងរកឃើញសាលារៀនរបស់កូនតូចៗគាត់ទៀតផងអ្នក influencers តែងតែមកឈរនៅមុខផ្ទះគាត់ដើម្បីថតវីដេអូនិងលាតត្រដាងពីគាត់បុរសនោះមិនអាចទ្រាំបានឡើយទីបំផុតគាត់ក៏បានស្លាប់តើមនុស្សម្នាមានក្តីមេត្តាក្រោយពេលគាត់ស្លាប់ទេអត់ទាល់តែសោះអ្នកខ្លះថែមទាំងចូលរួមពិធីបុណ្យសពរបស់គាត់ដើម្បីថតវីដេអូទៀតផងដោយអះអាងថាការស្លាប់របស់គាត់មិនអាចលុបលាងអ្វីដែលគាត់បានធ្វើនោះទេអ្នកគ្រូម្នាក់ឈ្មោះយូនមានការខឹងសម្បារយ៉ាងខ្លាំងហើយបានទៅប្រជុំមុខជាមួយយូនអ្នកគ្រូបានអង្វរនាងឲ្យនិយាយការពិតព្រោះវាមិនអាចទៅរួចទេដែលលោកគ្រូរូបនោះធ្វើបាបនាងយូនស្រក់ទឹកភ្នែកម៉ាត់មិនក៏ខ្ញុំត្រូវកុហកបន្ទាប់មកទើបដឹងថានាងកំពុងតែ live វីដេអូសោះនាងប្រាប់ទៅកាន់អ្នក follow របស់នាងថាបានហើយអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហោះវីដេអូបកស្រាយព្រោះអ្នកគ្រូកំពុងបង្ខំខ្ញុំសាធារណជនក៏ងាកមកវាយប្រហារយូនភ្លាមៗដែរដើម្បីសម្រួលស្ថានភាពនាយកសាលាបានអញ្ជើញយូនចូលការិយាល័យហើយសួរថានាងចង់បានអ្វីនាងតបថាយូនគួរតែខ្លាចជាគ្រូបន្ទប់ថ្នាក់របស់ពួកគេជំនួសគ្រូមុនឈ្មោះខូពេលយូនមកដល់សិស្សទាំងអស់ចាប់ផ្ដើមសង្ស័យភ្លាមអ្នកគ្រូច្បាស់ជាមកទីនេះដើម្បីសងសឹកជំនួសយូនមិនខាននៅក្នុងភ្នែកពួកគេយូនពេលនេះគឺជាជនរងគ្រោះទាំងអស់នេះគឺជា such a hated tutor of the tough day even if the people of the group is triple payment sure steel them slun or link south that's like for the search patient the free one but build in 03 but personal but if more excreting more children that light out it's Rathon, this have so obsessive belt, this with paper, second tooth, cold hound, oh memorized it, said the Ambrazer, let us out stuff things as is out with silver they sell, said Allah him yo the doodle, there's just a statement mainly ប៉ុន្តែនាងចូលទៅក្នុងថ្នាក់ជាមួយចនហើយណែនាំខ្លួនឯងគ្មានអ្នកណាខ្វល់ទេយូនកំពុង live វីដេអូដូចធម្មតាពេលនាងក៏សម្គាល់ឃើញហាននាងក៏សម្រេចចិត្តយកនាងធ្វើជាគោលដៅនាងប្រាប់មិត្តភក្តិម្នាក់ឲ្យសួរហានថាតើនាងវះកាត់កែសម្ផស្សនៅឯណាប្រហែលជានាងអាចបង្ហាញរូបថតកាលពីមុនឲ្យគ្រប់គ្នាមើលទៀតផងការប្រមាថនេះគឺច្បាស់កលែតហានឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាប្រកាសឲ្យអូនសម្លាញ់អ្នកគ្រូធ្លាប់វះកាត់បង្រួមសដន់ប៉ុន្តែពួកអូនប្រកាសជាមិនត្រូវការវាទេសិស្សពេញមួយថ្នាក់ស្រឡាំងកាំងបន្ទាប់មកហានប្រាប់យូនឲ្យបិទការ live វីដេអូយូនឌឺដងនាងថាហេតុអីអ្នកគ្រូមិនប្រាប់ពួកគេដោយខ្លួនឯងទៅជំនួសឲ្យការឆ្លើយតបដោយពាក្យសម្ដីហានបានទាត់ទូរស័ព្ទចេញពីដៃនាងហើយជន់បំបែកវាផ្ទាល់លើឥដ្ឋសម្លេងរបស់នាងផ្លាស់ប្ដូរទាំងស្រុងយៈយល់ហើយពួកក្មេងនិស្សិតប្រគល់ទូរស័ព្ទមកភ្លាមនាងប្រើឧបករណ៍មួយដើម្បីរកទីតាំងទូរស័ព្ទទាំងអស់ដែលពួកគេបានលាក់ទុកបន្ទាប់មកនាងណែនាំខ្លួនថាជាសមាជិកនៃការិយាល័យការពារនាងបញ្ជាឲ្យដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមច្រករបៀងទាំងអស់ហើយពន្យល់ពីច្បាប់ដ៏សំខាន់បំផុតគឺគ្មានអ្នកណាអាចប្រឆាំងនឹងបញ្ជារបស់នាងបានទេស្របពេលនោះដែរអធិការក៏បានណែនាំខ្លួនគាត់ទៅកាន់លោកគ្រូអ្នកគ្រូគាត់ប្រាប់ពួកគេថាអ្នកណាដែលរងការរំលោភបំពានពីសិស្សគួរតែរាយការណ៍ប្រាប់នាយកសាលាអះអាងភ្លាមៗថាសិស្សរបស់ពួកគេសុទ្ធតែជាទេវតាអធិការច្បាស់ជាមិនជឿគាត់ទេហានចាប់ផ្ដើមដាក់ទណ្ឌកម្មក្មេងស្រីទាំងនោះឲ្យហាត់ប្រាណយ៉ាងតឹងរឹងក្រោយមកនាងបានជួបជាមួយអធិការនឹងបូនពួកគេបង្ហើបថានាងក៏ធ្លាប់បម្រើការក្នុងជួរកងទ័ពជាមួយអធិការដែរបូនមានការកោតសរសើរបន្ទាប់មកគេក៏ដឹងថានាងប្រហែលជារៀងឈួតបន្តិចដែរសូម្បីតែអធិការក៏ប្រាប់នាងថាគ្រប់យ៉ាងត្រូវបានអនុញ្ញាតជាមួយសិស្សលើកលែងតែការសម្លាប់ពួកគេប៉ុណ្ណោះសម្ដីនេះមិនសូវផ្ដល់ទំនុកចិត្តប៉ុន្មានទេក្រោយមកហានប្រាប់បូនថាកន្លែងដែលគ្រោះថ្នាក់បំផុតនៅក្នុងសាលាគឺអាហារដ្ឋានគេក៏ដឹងថានាងនិយាយត្រូវកំឡុងពេលចេញលេងក្មេងស្រីទាំងនោះសម្រុកចូលយកអ្វីដែលពួកគេចង់បានដោយការគំរាមកំហែងហើយដើរចេញដោយមិនគិតលុយនៅចុងបញ្ចប់នៃថ្ងៃហានបានទាន់យូននិងអ្នកដទៃទៀតព្យាយាមចាក់ចេញដោយមិនសម្អាតកន្លែងរបស់ពួកគេពេលនាងខាត់ពួកគេយូននិយាយយ៉ាងរំភើយថាអ្នកគ្រូយូននឹងសម្អាតជំនួសពួកគេហើយហានចាប់នាងភ្លាមៗហើយបង្ខំនាងឲ្យសម្អាតបើឯងប្រើប្រាស់កន្លែងណាឯងត្រូវសម្អាតកន្លែងនោះហេតុអីយើងត្រូវតាមសម្អាតក្រោយពួកឯងបន្ទាប់ពីការងារចប់ហានចូលទៅការិយាល័យអធិការសូមឲ្យនាងស៊ើបអង្កេតគណនីបណ្ដាញសង្គមរបស់ក្មេងស្រីទាំងនោះនិងស្វែងរកការបង្ហោះដែលបរិហាគេគ្រូបង្រៀនហានស្រាប់តែដេកលក់បាត់ភ្លាមៗហើយទុកការងារនេះឲ្យបនធ្វើជំនួសថ្ងៃបន្ទាប់បនបានព្រីនរាល់អ្វីៗដែលគេរកឃើញហានយកផុសតាំងទៅឲ្យសិស្សមើលហើយបញ្យល់យ៉ាងគួរសមថាបើពួកគេហ៊ានធ្វើវាទៀតពួកគេនឹងប្រឈមមុខនឹងបណ្ដឹងបរិហាគេក្មេងស្រីទាំងនោះចាប់ផ្ដើមជជែកគ្នាពីរឿងរ៉ាវទាំងអស់ដែលកំពុងកើតឡើងម្ដងទៀតពួកគេបានលើកយករឿងលោកគ្រូខូនិងយូនមកនិយាយពួកគេសារភាពថាពួកគេតែងតែជឿថាលោកគ្រូខូគ្មានកំហុសទេពេលនោះយូនក៏លេចមុខនៅពីក្រោយពួកគេការសន្ទនាក៏ស្ងាត់ជ្រាបភ្លាមៗស្របពេលនោះយូនកំពុងពិនិត្យមើលវីដេអូនិងរូបថតដែលគេបានបង្ហោះអំពីនាងសិស្សបានទម្លាយរឿងសឹងតែគ្រប់យ៉ាងអំពីនាងរួមទាំងអាសយដ្ឋានផ្ទះរបស់នាងផងដែរការរំខានបៀតបៀននេះបានប៉ះពាល់ដល់នាងយ៉ាងខ្លាំង
នាងថែមទាំងដាក់ពាក្យសុំធ្វើការនៅសាលាឯកជនដើម្បីគេចចេញពីភាពវេទនានៃជីវិតនៅសាលាជាអកុសលនាយកសាលាបានប្រាប់នាងថាគេឈ្មោះរបស់នាងបានល្បីទៅដល់ពួកគេហើយនាងដឹងថាយូនពិតជាទទួលបានជោគជ័យក្នុងការបំផ្លាញជីវិតនាងដូចគ្នាចម្លែកណាស់បន្ទាប់ពីនោះមកយូនចាប់ផ្ដើមធ្វើល្អដាក់នាងសិស្សពេញមួយថ្នាក់ស្រាប់តែខ្លាចជាយកចិត្តទុកដាក់និងគោរពហានព្រមមានយូនកុំឲ្យចាញ់បោកគេពួកគេកំពុងលេងសើចនឹងអារម្មណ៍របស់អ្នកគ្រូហើយការសង្ស័យរបស់នាងត្រូវបានបញ្ជាក់ការពិតនៅពេលដែលយូនចូលមកក្បែរយូនហើយស្នើឲ្យបង្ហាញមុខជាមួយគ្នានៅក្នុងការ live វីដេអូគោលដៅគឺដើម្បីបង្ហាញអ្នកគ្រប់គ្នាថាទំនាក់ទំនងរបស់ពួកគេពេលនេះគឺល្អហើយជាធ្នូមកវិញយូនគ្រាន់តែរិះគន់គណៈកម្មការអធិការកិច្ចប៉ុណ្ណោះយូនអះអាងថាសិស្សផ្សេងទៀតក៏មិនចូលចិត្តពួកគេដែរទីបំផុតយូនចាប់ផ្ដើមយល់ពីគោលបំណងពិតប្រាកដរបស់ពួកគេនាងមានភាពតានតឹងក្នុងចិត្តបន្ទាប់មកអធិការបានមកសួរសុខទុក្ខនាងនិងប្រាប់នាងពីគូដណ្ដឹងរបស់គាត់ពន្យល់ពីរបៀបដែលនាងបានស្លាប់ដោយសារតែសិស្សម្នាក់របស់នាងយើងបានដឹងថានាងត្រូវពឹងផ្អែកលើម៉ាស៊ីនជំនួយដង្ហើមរហូតដល់គាត់ត្រឡប់ពីការបម្រើយោធាហើយក៏ស្លាប់នៅក្នុងរង្វង់ដៃរបស់គាត់បន្ទាប់មកគាត់បានបង្ហើបការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយពួកគេមិនមែនមកសាលានេះដោយសាររឿងដែលកើតឡើងចំពោះលោកគ្រូខូទេពួកគេមកព្រោះសិស្សមួយចំនួនបានលួចភាពរបាយការណ៍សុំជំនួយពេលយូនអានសារទាំងនោះនាងរំជួលចិត្តយ៉ាងខ្លាំងថ្ងៃបន្ទាប់នាងប្រាប់យូនយ៉ាងម៉ឺងម៉ាត់ថានាងនឹងមិនចូលរួមក្នុងការ live វីដេអូទេមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបង្ខំយូនឲ្យឆ្លើយសំណួរមួយនៅមុខថ្នាក់ទៀតផងពេលយូនបដិសេធយូនបានយកបន្ទាត់វាយដៃនាងបន្ទាប់មកនាងប្រាប់សិស្សក្នុងថ្នាក់ថានាងសុំទោសដែលធ្លាប់ទន់ខ្សោយចាប់ពីពេលនេះទៅនាងនឹងព្យាយាមណែនាំពួកគេឲ្យបានត្រឹមត្រូវហេតុការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់អំណួតរបស់យូនយ៉ាងខ្លាំងនាងមិនអាចប្រងើយកន្តើយបានទេស្របពេលដែលនាងរៀបនឹងបង្ហោះសារមួយទៀតនាងក៏ឃើញថាគណនីទាំងមូលរបស់នាងកំពុងត្រូវបានលុបចោលគ្រប់ការបង្ហោះបានបាត់អស់បន្ទាប់មកវីដេអូនៃការបៀតបៀនពេញលេញក៏ត្រូវបានបង្ហោះឡើងលើកនេះគ្មានការកាត់តទេក្មេងស្រីដ៏ល្ងង់ខ្លៅនេះបានច្រឡំដៃថតសកម្មភាពសម្ដែងរបស់ខ្លួនឯងភាពស្អាតស្អំរបស់លោកគ្រូខូទីបំផុតត្រូវបានបញ្ជាក់គ្រប់គ្នាចាប់ផ្ដើមនិយាយពីភាពគួរឲ្យខ្ពើមរអើមរបស់យូននិងរបៀបដែលនាងបំផ្លាញបរិសុទ្ធស្លូតត្រង់ម្នាក់ដើម្បីតែគេឈ្មោះទោះបីជាយ៉ាងណាក៏ដោយយូននៅតែបារម្ភពីនាងថែមទាំងតាក់ទងហេតុដើម្បីឲ្យទៅមើលនាងទៀតផងពេលនោះកណ្ដឹងទ្វាររបស់យូនក៏រោឡើងនោះគឺយូនពេលនាងចូលមកដល់ភ្លាមនាងប្រាប់យូនថាអ្នកគ្រូឯងហើយជាហេតុផលដែលធ្វើឲ្យលោកគ្រូខូស្លាប់អ្នកគ្រូជាមនុស្សលាក់ពុតដូចគ្រូផ្សេងទៀតអញ្ចឹងបើគេចង់ឲ្យខ្ញុំស្លាប់បានតើខ្ញុំនឹងស្លាប់ប៉ុន្តែខ្ញុំនឹងអូសអ្នកគ្រូទៅជាមួយដែរនាងវាយប្រហារយូននៅពេលនោះយូនខ្លួនឯងស្ទើរតែធ្លាក់ពីលើយ៉ទៅហើយ John ស្ទុះទៅសង្គ្រោះនាងដោយស្វ័យប្រវត្តិជាលទ្ធផល John ក៏ធ្លាក់ទៅវិញប៉ុន្តែនៅវិនាទីចុងក្រោយមាននរណាម្នាក់លោតមកដោយ Superman ហើយចាប់នាងដោយទទួលរងការប៉ះទង្គិចនៃការធ្លាក់ជំនួសនាងចំណែកឯយូនវិញពេលនាងងើបមុខឡើងនាងក៏ឃើញហានឈរនៅចំពីមុខនាងជាមនុស្សដែលនាងមិនចង់ប្រឈមមុខបំផុតហើយក៏ទប់អារម្មណ៍ខ្លួនឯងហានសម្លឹងមើលភ្នែកយូនហើយប្រាប់នាងថានាងត្រូវតែបន្តរស់នាងត្រូវរស់នៅជាមួយអ្វីដែលនាងបានធ្វើនិងការពិតដែលថានាងបានធ្វើឲ្យមនុស្សជាច្រើនឈឺចាប់ក្រោយមកហានបានចុះទៅខាងក្រោមពិនិត្យមើលវីរបុរសរបស់ពួកគេដែលបានលះបង់ខ្លួនឯងក្នុងគ្រោះថ្នាក់ដើម្បីជួយសង្គ្រោះ John ដូចជាសត្វស្វាអញ្ចឹងគេនៅតែអាចកម្រើកបានធម្មតាក្បាលរបស់គេគ្រាន់តែរបួសបន្តិចបន្តួចនិងហូរឈាមតិចៗប៉ុណ្ណោះ John ភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនយូរប៉ុន្មានក្រោយមករដ្ឋមន្ត្រីបានរៀបចំសន្និសីទកាសែតមួយទៀតហើយប្រកាសដោយមោទនភាពនៅសមិទ្ធផលនៃការិយាល័យនេះទោះជាយ៉ាងណាក៏ដោយលើកនេះអ្នកនយោបាយប្រឆាំងបានសម្រេចចិត្តវិបកវិញគាត់បានរៀបចំសន្និសីទកាសែតផ្ទាល់ខ្លួនហើយទម្លាយជាសាធារណៈថារដ្ឋមន្ត្រីគឺជាឪពុករបស់គ្រូបង្រៀនដែលត្រូវបានសិស្សរបស់នាងសម្លាប់កាលពី2ឆ្នាំមុនគាត់ក៏បានបង្ហើបផងដែរថា Choi បានភ្ជាប់ពាក្យជាមួយនាងហើយពួកគេកំពុងរៀបចំពិធីមង្គលការរបស់ពួកគេយោងតាមគាត់ទាំងមូលនៃការិយាល័យត្រូវបានបង្កើតឡើងដោយសារហេតុផលផ្ទាល់ខ្លួនគឺការសងសឹកជាការសងសឹកទៅលើសិស្សដែលនិយាយជារួមនៅតែជាក្មេងព័ត៌មាននេះបានលេចលឺគ្រប់ទីកន្លែងហានបានឃើញរបាយការណ៍ទាំងនោះហើយសួរ Choi ថាវាជារឿងពិតមែនឬទេគាត់បានឆ្លើយយ៉ាងស្ងប់ស្ងាត់ថាមែនហើយព្យាយាមមិនខ្វល់ហើយផ្ដោតលើការងារវិញនៅពេលនោះសំណុំរឿងថ្មីមួយក៏បានមកដល់សិស្សម្នាក់បានវាយប្រហារគ្រូបង្រៀនហើយមិនមែនជាគ្រូបង្រៀនធម្មតាទេបរិសុទ្ធរូបនេះគឺជាមនុស្សចាស់ដែលទទួលបានការស្រឡាញ់ពីគ្រប់គ្នានិងមានការគោរពយ៉ាងខ្ពង់ខ្ពស់ពេលពួកគេមកដល់សាលាបានឃើញ Choi រត់ចូលមកទាំងរំភើបដើម្បីស្វាគមន៍គាត់បនបានបញ្យល់ថាលោកគ្រូស្រឡាញ់សិស្សរបស់គាត់ខ្លាំងណាស់ហើយក៏ជាគ្រូដ៏ពូកែម្នាក់ផងដែរចាប់តាំងពីគាត់ចូលបម្រើការងារនៅសាលានេះមកគាត់បានជួយលើកកម្ពស់ចំណាត់ថ្នាក់របស់សាលាឲ្យខ្ពស់ជាងសាលាអន្តរជាតិដទៃទៀតហានមានការងឿងឆ្ងល់យ៉ាងខ្លាំងបើគាត់ជាគ្រូដ៏អស្ចារ្យម្នាក់ម្ល៉េះហេតុអ្វីបានជាសិស្សម្នាក់នោះហ៊ានវាយប្រហារគាត់ទៅវិញនាងក៏បានសួរនាំសិស្សដែលជាជនដៃដ៏ឈ្មោះយន់យ៉ាងគេអង្គសៀស្ងៀមស្ងាត់ដោយបង្ហាញអារម្មណ៍ស្ទើរតែគ្មានទាល់តែសោះភាពខកចិត្តបានធ្វើឲ្យហានដើរទៅរកបនហើយនិយាយថាក្មេងម្នាក់នេះប្រហែលជាក្មេងបរាជ័យដ៏ក្រអឺតក្រទមម្នាក់ហើយប៉ុន្តែបនបានងក់ក្បាលគេមិនមែនជាក្មេងបរាជ័យទេតាមពិតគេគឺជាសិស្សពូកែកំពូលប្រចាំសាលាទៅវិញទេហានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងបានត្រឡប់ទៅរកយន់វីផាន់ឈីអូលធម្មតាគាត់បានសួរថាហេតុអ្វីបានជាយន់វីប្រហារគាត់ឆេអូលបានបញ្យល់ថាយន់ធ្លាប់ចូលរួមក្នុងក្រុមសិក្សាបន្ថែមពិសេសដែលគាត់បានបង្កើតឡើងប៉ុន្តែយន់តែងតែគេចវេះមិនចូលរៀននិងហាក់ដូចជាមិនពេញចិត្តនឹងមេរៀនឡើយទីបំផុតគាត់ក៏សម្រេចចិត្តទៅជួបឪពុកម្ដាយរបស់យន់ដើម្បីពិភាក្សាពីបញ្ហានេះប៉ុន្តែដោយសារពួកគាត់រវល់រកស៊ីនៅហាងទើបគាត់សម្រេចចិត្តមិនរំខានពួកគាត់បន្ថែមទៀតបន្ទាប់ពីពេលនោះមកយន់ក៏បានបើកការវាយប្រហារលើគាត់ភ្លាមៗទៅវិញយន់ក៏បានប្រាប់ហាននៅរឿងរ៉ាវតាមទស្សនៈរបស់ខ្លួនឆេអូធ្លាប់បានទៅជួបគ្រូសាស្ត្ររបស់គេដោយគ្មានហេតុផលច្បាស់លាស់មិនយូរប៉ុន្មានបន្ទាប់ពីនោះមកប្រាក់ឈ្នួលសម្រាប់ការរៀនគួររបស់យន់ក៏ត្រូវបានកាត់ផ្តាច់ពេលនោះហើយទើបគេដឹងថាឪពុកម្ដាយរបស់គេកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងដោយសារតែមានអ្នកបដិហាររបស់ពួកគាត់ពីបទរំលោភបំពានលើការសាងសង់ជាលទ្ធផលគេត្រូវបង្ខំចិត្តមករៀនគួរជាមួយគ្រូផ្ទាល់ខ្លួនវិញឆេអូលក៏បានដឹងរឿងនេះដែរហើយបានសួររកឈ្មោះគ្រូផ្ទាល់ខ្លួនរបស់គេមិនយូរប៉ុន្មានគ្រូផ្ទាល់ខ្លួនរូបនោះក៏បានប្រាប់យន់យ៉ាងចម្លែកថាគាត់មិនអាចបន្តបង្រៀនគេទៀតបានទេព្រោះគាត់ចង់ផ្ដោតលើអនាគតនិងការសិក្សានៅមហាវិទ្យាល័យរបស់គាត់វិញសម្រាប់យន់គឺគ្មានរឿងចៃដន្យទាំងនេះទេគេមានជំនឿជាក់យ៉ាងមុតមាំថាឆេអូលគឺជាអ្នកនៅពីក្រោយរឿងទាំងអស់នេះខែងបានស្ដាប់រឿងរ៉ាវទាំងនោះហើយក៏ជឿជាក់ថាវាអាចទៅរួចនាងមានការខឹងសម្បាយ៉ាងខ្លាំងរួចក៏ស្ទុះទៅតវ៉ាជាមួយឆយនាងបានឃើញគាត់កំពុងអង្គុយមើលវីដេអូរបស់ឆេអូលទាំងសប្បាយរីករាយនិងនិយាយសរសើរគាត់ថែមទៀតផងនាងក៏ស្រែកឡើងថាគ្រប់គ្រាន់ហើយប្រហែលជាមនុស្សទាំងនោះនិយាយត្រូវចំពោះលោកហើយដឹងលោកពិតជាមនុស្សដែលបង្កើតការិយាល័យនេះឡើងគ្រាន់តែដើម្បីសងសឹកលើសិស្សប៉ុណ្ណោះមែនទេឆយគ្រាន់តែក្រឡេកមើលមុខនាងស្ងៀមៗរួចតបថាបើអ្នកគិតបែបនោះក៏តាមចិត្តចុះបន្ទាប់មកគាត់ក៏ដើរចេញទៅបាត់ទៅ
ទន្ទឹមនឹងនោះបុនក៏បានពិនិត្យមើលបញ្ជីចំណាត់ថ្នាក់សិស្សពូកែប្រចាំសាលាដោយការរំពឹងទុកយន្តគឺស្ថិតនៅចំណាត់ថ្នាក់លេខ1ប៉ុន្តែគាត់បានកត់សម្គាល់ឃើញរឿងចម្លែកមួយគឺសិស្ស10នាក់បន្ទាប់សុទ្ធតែរៀននៅសាលាបំពន់នោះប៉ុន្តែបុគ្គលិកបដិសេធមិនឲ្យចូលនិងស្ទើរតែដឹងខ្លួនថាគាត់មិនមែនជាសិស្សពិតប្រាកដទៅហើយសំណាងល្អចូលបានបង្ហាញខ្លួននិងស្វាគមន៍គាត់ទើបជួយឲ្យគាត់រួចផុតពីការសង្ស័យពួកគេទាំងពីរបានបបួលគ្នាទៅហូបបាយជាមួយគ្នាដែលមានមិត្តរួមថ្នាក់ចាស់ៗមួយចំនួនទៀតចូលរួមផងដែរពេលឃើញជីវិតរបស់ពួកគេមានភាពប្រសើរឡើងបុនមានមោទនភាពចំពោះការងារដែលពួកគេកំពុងធ្វើពេលកំពុងសរសេររបាយការណ៍គាត់បានឃើញហានកំពុងរត់កាត់ទីលានទាំងខឹងសម្បារយ៉ាងខ្លាំងខណៈពេលកំពុងរត់នាងបាននឹកឃើញដល់អតីតកាលរបស់ខ្លួនដែលនាងធ្លាប់រងការរើសអើងនិងបៀតបៀននៅសាលារៀនដែរមនុស្សតែម្នាក់គត់ដែលបានជួយសង្គ្រោះនាងគឺឆយគាត់ធ្លាប់បានប្រាប់នាងថាគ្រាន់តែចោទសួររកជំនួយចុះចាំខ្ញុំជួយនាងក៏បានអង្វររកជំនួយពីគាត់ចាប់ពីថ្ងៃនោះមកជីវិតរបស់នាងក៏បានផ្លាស់ប្ដូរទាំងស្រុងនោះហើយជាមូលហេតុដែលធ្វើឲ្យនាងខឹងខ្លាំងព្រោះបុរសដែលធ្លាប់សង្គ្រោះជីវិតនាងមិនអាចជាមនុស្សអាក្រក់ដូចអ្វីដែលនាងស្រមៃនោះឡើយនៅថ្ងៃបន្ទាប់នាងបានដឹងថាខ្លួនឯងយល់ច្រឡំទើបនាងដើរទៅប្រជុំមុខបង្អួតឆេអូដោយផ្ទាល់នាងនិយាយត្រង់មកចុះលោកចង់ដាក់ទណ្ឌកម្មយន្តដើម្បីកុំឲ្យគេអាចចូលរួមប្រឡងនាពេលខាងមុខនេះមែនទេខានបន្តថាប្រសិនបើយន្តខកខានមិនបានប្រឡងចំណាត់ថ្នាក់របស់គេនឹងធ្លាក់ចុះដែលធ្វើឲ្យសិស្សលេខ11ឈ្មោះស៊ូអាចឡើងមកចំនួនកន្លែងក្នុងចំណោមសិស្សកំពូលទាំង10សិស្សចាប់ពីចំណាត់ថ្នាក់ទី2ឡើងទៅនឹងត្រូវឡើងមួយថ្នាក់រៀងៗខ្លួនហើយដោយសារតែភាពចៃដន្យដ៏សុទ្ធសាធសិស្សទាំងអស់នោះសុទ្ធតែរៀននៅសាលាបំពន់តែមួយដែលពាក់ព័ន្ធជាមួយឆេអូលហានបាននិយាយទៀតថាសិស្សស្រីឈ្មោះយន្តមកពីសាលាចាស់របស់លោកក៏ធ្លាប់បានប្រាប់នាងដែរថានាងគួរតែទទួលបានអាហារូបករណ៍ដើម្បីចូលរៀននៅសាលានេះប៉ុន្តែលោកបានបំផ្លាញអាជីវកម្មគ្រួសារនិងការសិក្សារបស់នាងទើបនាងមិនអាចតាមទាន់គេបាននោះហើយជាមូលហេតុដែលធ្វើឲ្យស៊ូអាចមកជំនួសកន្លែងរបស់នាងឆេអូលបានច្រានចោលការចោទប្រកាន់ទាំងអស់ដោយអះអាងថាវាជារឿងឥតន័យបន្ទាប់មកគាត់ក៏បានរៀបចំជំនួបជាមួយម្ដាយរបស់ស៊ូដែលជាស្ត្រីមានទ្រព្យស្តុកស្តម្ភម្នាក់ស្ត្រីនោះបានបង្ខំឲ្យកូនស្រីចូលរៀននៅសាលានេះប៉ុន្តែមានការខឹងសម្បារយ៉ាងខ្លាំងដែលស៊ូជាប់ត្រឹមចំណាត់ថ្នាក់លេខ11មិនមែនស្ថិតក្នុងចំណោមសិស្សកំពូលទាំង10ឆេអូលបានសន្យាជាមួយនាងថាទោះបីជាយន្តចូលប្រឡងក៏ដោយក៏កូនស្រីរបស់នាងនៅតែអាចបាត់ដាច់គេបានដែរដរាបណានាងយកចិត្តទុកដាក់និងទន្ទឹងចម្លើយឲ្យបានត្រឹមត្រូវជាថ្នូរមកវិញស្ត្រីនោះសន្យាว่าจะគាំទ្រគាត់យ៉ាងពេញទំហឹងពេលត្រឡប់មកសាលាវិញហាននៅតែមានអារម្មណ៍មិនសុខចិត្តដដែលប៉ុន្តែបុនបានបញ្យល់ថានាងបានវាយតម្លៃឆេអូលខុសហើយចាប់តាំងពីពេលដែលយន្តត្រូវបានគេចាប់ខ្លួនមកឆេអូលបានសាកសួរដេញដោលនាងនិងដឹងពីមូលហេតុដែលធ្វើឲ្យនាងស្អប់គ្រូបង្រៀនប៉ុន្តែមុនពេលពួកគេអាចអបអរសាទរគ្រូមហន្តរាយក៏បានកើតឡើងក្រុមការងារទាំងមូលត្រូវបានគេចាប់ខ្លួនដោយសារតែវិធីសាស្ត្រស៊ើបអង្កេតក្នុងសំណុំរឿងមុននិងការចោទប្រកាន់ទៅលើលោកគ្រូដ៏ល្អឥតខ្ចោះឆេអូលសូម្បីតែរដ្ឋមន្ត្រីក៏ត្រូវគេចាប់ខ្លួនដែរឆយបានសន្និដ្ឋានភ្លាមៗថានេះគឺជាគម្រោងការដែលបានរៀបចំឡើងដោយឆេអូលនិងឪពុកម្ដាយដែលគាំទ្រគាត់ដើម្បីបិទបាំងរឿងអាស្រូវគោលបំណងគឺឃុំខ្លួនពួកគេរហូតទាល់តែការប្រឡងត្រូវបានបញ្ចប់ដើម្បីកុំឲ្យពួកគេអាចជួយយន្តបានរដ្ឋមន្ត្រីបានងាកទៅរកបុនហើយសួរថាតើឯងមិនមែនជាអ្នកសុំផ្លាស់ប្ដូរចេញពីក្រុមនេះទេឬបុនញញឹមទាំងអៀនព្រៀនថាខ្ញុំបដូរចិត្តហើយលោករដ្ឋមន្ត្រីក៏ដកដង្ហើមធំហើយនិយាយថាបើចឹងស្ដាប់តាមខ្ញុំចុះព្រមទាំងចុះហត្ថលេខាលើឯកសារផ្ទេរការងាររបស់បុនជាលទ្ធផលបុនបានក្លាយជាសមាជិកតែមួយគត់ដែលនៅមានសេរីភាពការប្រឡងបានចាប់ផ្ដើមនៅថ្ងៃបន្ទាប់ឆេអូលបានពិនិត្យក្រដាសចម្លើយរបស់ស៊ូហើយគាត់មានការតក់ស្លុតជាខ្លាំងព្រោះសិស្សស្រីដែលសន្យាថានឹងទន្ទឹងចម្លើយគ្រប់ឃ្លាគ្រប់ប្រយោគនោះធ្វើខុសស្ទើរតែទាំងអស់តើវាអាចទៅរួចដោយរបៀបណាពេលនោះហើយទើបគាត់ដឹងខ្លួនថាការប្រឡងត្រូវបានគេកែប្រែហើយគាត់ក៏រៀបរត់ទៅដើម្បីបញ្ឈប់ការប្រឡងបន្តទៀតស្របពេលនោះដែរឆយក៏បានបង្ហាញខ្លួនបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារគាត់បាននិយាយថាលោកគ្រូតាមពិតលោកគ្មានសិទ្ធិអំណាចអ្វីក្នុងការបញ្ឈប់ការប្រឡងនោះទេហើយគាត់ដេញឆេអូលឲ្យចេញទៅឆេអូលនៅតែព្យាយាមចូលមកជ្រៀតជ្រែកម្ដងទៀតប៉ុន្តែឆយបានញញឹមហើយនិយាយថាតោះស្ដាប់វាទាំងអស់គ្នារួចក៏បើកសម្លេងការសន្ទនារវាងឆេអូលនិងម្ដាយរបស់ស៊ូឲ្យសិស្សទូទាំងសាលាបានឮមិនត្រឹមតែប៉ុណ្ណោះឆយបានទម្លាយការពិតថាវិញ្ញាសាប្រឡងមិនត្រូវបានគេដូរទេប៉ុន្តែគឺលំដាប់នៃសំណួរប៉ុណ្ណោះដែលត្រូវបានគេផ្លាស់ប្ដូរទីតាំងស៊ូដែលគួរតែស្ថិតនៅចំណាត់ថ្នាក់លេខ11មិនបានយល់ពីមេរៀនពិតប្រាកដនោះទេនាងគ្រាន់តែឆ្លើយតាមការទន្ទិញចាំចម្លើយដែលបានបែកធ្លាយប៉ុណ្ណោះវាគឺដូចទៅនឹងរឿងអាស្រូវបែកធ្លាយវិញ្ញាសាប្រឡងដ៏ល្បីល្បាញដែលសិស្សទន្ទិញចម្លើយដោយមិនយល់ពីអត្ថន័យនៃសំណួរការផ្លាស់ប្ដូរដ៏សាមញ្ញមួយនេះបានទម្លាយរឿងរ៉ាវទាំងអស់ឲ្យលេចចេញមកឆេអូលគឺជារូបមន្តដែលនៅពីក្រោយការលេចធ្លាយវិញ្ញាសាប្រឡងហើយអ្នកដែលបានលួចផ្លាស់ប្ដូរលំដាប់សំណួរដោយស្ងៀមស្ងាត់នោះគឺបុនតាមរយៈល្បិចដ៏វៃឆ្លាតនេះពួកគេក៏អាចចាប់ខ្លួនគាត់បានសម្រេចក្នុងពេលជាមួយគ្នានោះដែររដ្ឋមន្ត្រីបានបង្ហាញខ្លួននៅក្នុងវេទិកាសាធារណៈមួយដែលត្រូវបានផ្សាយផ្ទាល់មនុស្សម្នាបានចោទសួរថាតើការិយាល័យនេះត្រូវបានបង្កើតឡើងពិតជាដើម្បីការសងសឹកមែនឬរដ្ឋមន្ត្រីបានឆ្លើយតបយ៉ាងត្រង់ៗថាការសងសឹកមែនទេបើវាអាចជួយកែលម្អប្រព័ន្ធអប់រំបាននោះគ្មានបញ្ហាអ្វីទេបន្ទាប់មកគាត់ក៏បានទម្លាយជាសាធារណៈដោយឈ្មោះរបស់ឆេអូលនិងឪពុកម្ដាយទាំងអស់ដែលបានសូកប៉ាន់គាត់ក្នុងចំណោមឪពុកម្ដាយទាំងនោះមានម្នាក់ជារដ្ឋមន្ត្រីមកពីគណៈបកនយោបាយតែមួយជាមួយអ្នកនយោបាយដែលព្យាយាមវាយប្រហារគាត់ផងដែរក្រុមមនុស្សទាំងអស់នោះត្រូវខ្មាស់អៀនជាខ្លាំងរដ្ឋមន្ត្រីក៏បានបញ្ជាក់ច្បាស់ៗថាការិយាល័យរបស់ពួកគេមិនត្រឹមតែស៊ើបអង្កេតលើសិស្សប៉ុណ្ណោះទេប៉ុន្តែថែមទាំងទាមទារការទទួលខុសត្រូវពីសំណាក់គ្រូបង្រៀនផងគ្រូបង្រៀនគឺមានหน้าที่ដឹកនាំសិស្សផ្លូវត្រូវជាលទ្ធផលនៃភាពជោគជ័យនិងការទម្លាយពីបទឧក្រិដ្ឋរបស់ឆេអូលមតិសាធារណៈក៏បានងាកមករកការគាំទ្រពួកគេវិញយន្តបានមកជួបពួកគេផ្ទាល់ដើម្បីនិយាយអរគុណទាំងទឹកមុខរំជួលចិត្តយ៉ាងខ្លាំងពួកគេក៏បានលើកទឹកចិត្តឲ្យគេបន្តផ្ដោតលើអនាគតរបស់ខ្លួននៅពេលដែលឆេអូលត្រូវបានគេចាប់ខ្លួនជាស្ថាពរឆយបាននាំខ្លួនគាត់ទៅជួបយន្តញិនគាត់បានប្រាប់ឆេអូលថាដោយសារតែអំពើរបស់គាត់ទើបធ្វើឲ្យយន្តត្រូវធ្លាក់ខ្លួនជាប់ពន្ធនាគារពេលនោះសំណុំរឿងថ្មីដ៏ចម្លែកមួយទៀតក៏បានមកដល់លើកនេះវាពាក់ព័ន្ធនឹងសាលាបឋមសិក្សាវិញម្ដងនៅថ្ងៃដំបូងនៃការមកដល់សាលានោះគ្រូបង្រៀនម្នាក់បានព្យាយាមធ្វើអត្តឃាតបន្ទាប់ពីបានផ្ញើសារទៅកាន់ម្ដាយរបស់ខ្លួនដោយសុំឲ្យគាត់កុំអត់ទោសឲ្យមនុស្សម្នាក់និងឲ្យអានកំណត់ហេតុរបស់នាងយន្តបានខាត់នាងទាន់ពេលវេលានាងបានធ្វើពុតជាមិនដឹងថាគ្រូបង្រៀនរូបនោះនឹងបុគ្គលិកដទៃទៀតផ្អែកលើលទ្ធផលនាងបានប្រាប់គ្រូស្រីនោះថានាងត្រូវការពាក់ព័ន្ធសម្រាប់បន្តិចហើយក៏បានទម្លាយថាម្ដាយបង្កើតរបស់គ្រូស្រីនោះបានតាក់ទងមគ្គយាល័យដើម្បីសុំជំនួយផងដែរគ្រូស្រីនោះមានការបារម្ភថាតើអ្នកណានឹងមកជំនួសថ្នាក់រៀនរបស់នាងយន្តបានលួងលោមនាងថាគាត់នឹងត្រូវគេកំចាត់ចោលហើយព្រោះគ្រូថ្មីម្នាក់នោះរឹងមាំខ្លាំងណាស់គ្រូថ្មីម្នាក់នោះគឺគ្មាននរណាក្រៅពីឆយនោះឡើយជាលើកដំបូងដែលគាត់បានបោះបង់ចោលសម្លៀកបំពាក់ពណ៌ខ្មៅដ៏សែនស្រស់របស់គាត់ព្រោះគាត់ត្រូវមើលថែក្មេងៗតូចៗហើយក្មេងៗទាំងនោះបានធ្វើឲ្យគាត់អស់កម្លាំងល្វើយទាំងស្រុងលោកគ្រូធ្វើកង្កែបឲ្យខ្ញុំមួយមកលោកគ្រូខ្ញុំចង់ចូលបន្ទប់ទឹកពេញមួយថ្ងៃគាត់ត្រូវរត់ចុះរត់ឡើងដើម្បីជួយពួកគេពេលត្រឡប់មកផ្ទះវិញនៅពេលល្ងាចគាត់បាននិយាយម្នាក់ឯងមើលរូបថតគូដណ្ដឹងរបស់គាត់ហើយសួរថាតើការងាររបស់អូនពិបាកដល់ម្លឹងមែនទេការពិតទៅគ្រូបង្រៀនចាស់ឈ្មោះសុនមិនបានពិបាកចិត្តព្រោះតែក្មេងៗនោះទេព្រោះនាងពិតជាស្រឡាញ់ការបង្រៀនខ្លាំងណាស់នៅថ្ងៃដំបូងនាងបានស្វាគមន៍សិស្សានុសិស្សយ៉ាងកក់ក្ដៅនិងលើកទឹកចិត្តឲ្យ
ឲ្យពួកគេណែនាំខ្លួនក្មេងប្រុសម្នាក់មើលទៅមានភាពអៀនខ្មាស់ទើបនាងជួយសម្រួលដល់គេយ៉ាងចិត្តល្អបន្ទាប់មកនាងក៏ទទួលបានសារពីម្ដាយរបស់ក្មេងប្រុសនោះដោយសូមឲ្យនាងប្រុងប្រយ័ត្នចំពោះវិធីនិយាយស្ដីជាមួយកូនរបស់គាត់ព្រោះកូនគាត់ងាយនឹងឈឺចាប់ណាស់សូនបានយល់ព្រមប៉ុន្តែម្ដាយនោះមិនបានជប់ត្រឹមនឹងទេគាត់បានចាប់ផ្ដើមផ្ញើសារតវ៉ារឿងតូចតាចមិនឈប់ឈរទីបំផុតគាត់ក៏បានខ្លាចជាមនុស្សរវើរវាយនិងចូលចិត្តគ្រប់គ្រងគ្រប់យ៉ាងរួមទាំងសម្លៀកបំពាក់ជីវិតផ្ទាល់ខ្លួននិងសូម្បីតែបណ្ដាញសង្គមរបស់សូនផងដែរមានពេលមួយស្ត្រីនោះបានរីកគុណជាសាធារណៈទៅលើរូបភាពដែលសូនបានផុសជាមួយមិត្តភក្តិដោយត្អូញត្អែពីរឿងភេសជ្ជៈនៅលើតុនិងរឿងមិនសមហេតុផលរាប់មិនអស់ពេលសូនអត់ធន់អស់កម្លាំងទ្រាំទើបនាងរាយការណ៍រឿងនេះទៅនាយកសាលាប៉ុន្តែលោកនាយកគ្រាន់តែប្រាប់ឲ្យនាងលុបគណនី Instagram ចោលហើយបណ្ដោយតាមរឿងទៅចុះដែលធ្វើឲ្យនាងត្រូវធ្វើតាមប៉ុន្តែជាអកុសលម្ដាយម្នាក់នោះនៅតែបន្តធ្វើទុកបុកម្នេញនាងដដែលគាត់បានទាមទារលេខទូរស័ព្ទរបស់ស៊ុនហើយនៅពេលដែលគាត់មិនបានវាគាត់ក៏រកវាដោយខ្លួនឯងរួចចាប់ផ្ដើមផ្ញើសារនឹងទេមករំខានមិនលុះថ្ងៃស៊ុនបានព្យាយាមផ្ដោតអារម្មណ៍លើក្មេងប្រុសនោះឲ្យបានច្រើនជាងមុនដោយថែមទាំងបង្កើតបន្ទប់ពិសេសមួយសម្រាប់គាត់ដើម្បីឲ្យគាត់មានក្តីសុខទៀតផងប៉ុន្តែទីបំផុតអ្វីៗក៏បានដួលរលំថ្ងៃមួយខណៈពេលកំពុងលេងកំសាន្តសិស្សម្នាក់ទៀតបានប៉ះទង្គិចដោយអចេតនាជាមួយក្មេងប្រុសនោះដែលបណ្ដាលឲ្យក្មេងប្រុសនោះងាកទៅខឹងនឹងផ្ទះកណ្ដាប់ដៃចំភ្នែកសិស្សម្នាក់ទៀតនោះទោះបីជាមានរឿងបែបនេះក៏ដោយក៏ម្ដាយរបស់គេនៅតែទទូចថាកូនប្រុសរបស់ខ្លួនមិនចាំបាច់សុំទោសនរណាឡើយព្រោះគេគឺជាជនរងគ្រោះម្ដាយរបស់ក្មេងរងគ្រោះដំបូងឡើយគ្រងនឹងបណ្ដោយឲ្យរឿងវាចប់ទៅវិញដែរប៉ុន្តែបន្ទាប់ពីបានលើអេរយាប័តបែបនេះនាងក៏ផ្ទុះកំហឹងយ៉ាងខ្លាំងហើយនិយាយថាភ្នែកកូនខ្ញុំស្ទើរតែពិការទៅហើយម្ដាយរបស់ក្មេងបង្កបានឆ្លើយតបយ៉ាងប្រងើយកន្តើយថាបើអញ្ចឹងយើងធ្វើការកោះហៅប្រជុំរឿងអំពើហិង្សាក្នុងសាលាទៅដើម្បីមើលថាតើអ្នកណាម្នាក់ពិតជាខុសនៅពេលដែលគណៈកម្មការរកឃើញថាកូនប្រុសរបស់នាងជាអ្នកខុសស្ត្រីនោះក៏បានទៅដល់ផ្ទះរបស់ស៊ុនដើម្បីគំរាមកំហែងនាងការធ្វើទុកបុកម្នេញក៏បានបន្តកើតមានឡើងមិនយូរប៉ុន្មានឪពុករបស់ក្មេងប្រុសនោះក៏បានបង្ហាញខ្លួននៅសាលាគាត់ជាមនុស្សមេធំហើយបានរុំស៊ុនយ៉ាងខ្លាំងដែលធ្វើឲ្យជីវិតរបស់នាងក្លាយជារឿងអាក្រក់បំផុតទីបំផុតស៊ុនបានដាក់ពាក្យបណ្ដឹងប្តឹងម្ដាយរបស់សិស្សនោះភ្លាមៗនោះស្ត្រីនោះក៏បានដាក់ពាក្យបណ្ដឹងប្តឹងស៊ុនវិញដែរដោយចោទប្រកាន់ថានាងបានរំលោភបំពានផ្លូវចិត្តលើកូនប្រុសរបស់គាត់ស៊ុនបានសួរថាចុះបើខ្ញុំត្រូវបានគេបញ្ជាក់ថាគ្មានទោសតើលោកស្រីនឹងធ្វើអ្វីស្ត្រីនោះបានឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាខ្ញុំនឹងសុំទោសព្រោះនោះគឺជាច្បាប់អស់រយៈពេលជាច្រើនខែដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងរហូតដល់ស៊ុនទទួលរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងនិងធ្វើឲ្យមុខរបស់នាងស្ពឹកមួយនៅពេលដែលឆយបានដឹងរឿងរ៉ាវទាំងអស់នេះគាត់បានសម្រេចចិត្តដោះស្រាយជាមួយម្ដាយម្នាក់នោះដោយផ្ទាល់រឿងដំបូងដែលគាត់បានធ្វើគឺឲ្យកូនប្រុសរបស់នាងដោះស្រាយលំហាត់ងាយៗមួយក្នុងថ្នាក់រៀនពេលនោះនាងក៏បានរត់មកជេរប្រមាថគាត់ភ្លាមៗថាបានធ្វើឲ្យកូននាងខ្មាស់គេចំពោះមុខអ្នកដទៃទោះបីជាក្មេងនោះបានឆ្លើយត្រូវក៏ដោយក៏ឆយបានគ្រប់គ្រងកិច្ចសន្ទនាយ៉ាងស្ងប់ស្ងាត់ដោយនិយាយដោយសុភាពនិងទន់ភ្លន់ដែលផ្ទុយស្រឡះពីរបៀបដែលនាងធ្លាប់ធ្វើដាក់ស៊ុនចំពោះនាងវិញគាត់បានខ្លាចជាមនុស្សគួរឲ្យខ្លាចបំផុតគាត់បានទូរស័ព្ទមករកនាងញឹកញាប់ណាស់ពេលខ្លះមានរឿងសំខាន់ពេលខ្លះគ្មានរឿងអ្វីសោះមានថ្ងៃមួយគាត់បានទូរស័ព្ទមក4ដងជាប់ៗគ្នាគ្រាន់តែដើម្បីសួរថាតើធម្មតានាងដាស់កូននាងពីដំណេកដោយរបៀបណាប៉ុណ្ណោះដោយសារតែកំហឹងខ្លាំងពេកនាងក៏បានតវ៉ាប្រឆាំងនឹងគាត់និងព្យាយាមគំរាមគាត់ឲ្យយកប្តីរបស់នាងមកអង្រួនប្រយ័ត្នខ្លួនផងប្តីខ្ញុំខឹងខ្លាំងណាស់ឆយក៏បានឆ្លើយតបដោយបង្កើនកម្រិតរឿងនេះកាន់តែខ្លាំងឡើងគាត់បានដើរទៅដល់កន្លែងធ្វើការរបស់ប្តីនាងផ្ទាល់ហើយធ្វើពុតជាជនរងគ្រោះគ្មានទីពឹងដោយសំទោសនឹងអង្វររកប្តីមេត្តាជាច្រើនដងទស្សនវិជ្ជានៅទីសាធារណៈនោះធ្វើឲ្យបរិសុទ្ធជាប្តីមានការខ្មាស់អៀនយ៉ាងខ្លាំងរហូតដល់គាត់ស្ទើរតែវាយឆយទៅហើយប៉ុន្តែឆយបានវាយគាត់មុនទៅវិញឆយបាននិយាយថារឿងអីមកនិយាយថាប្តីលោកខឹងខ្លាំងម្ល៉េះពេលណាដែលប្រពន្ធលោកនិយាយបែបហ្នឹងពួកយើងត្រូវខ្វល់ខ្វាយដែរឬទេទោះបីជាគាត់ខឹងឬផ្ទុះកំហឹងយ៉ាងណាក៏ដោយតើវាពាក់ព័ន្ធអីនឹងពួកយើងបរិសុទ្ធជាប្តីក៏បែរជាខឹងប្រពន្ធរបស់ខ្លួនយ៉ាងខ្លាំងវិញដោយសារតែរងនៅកំហឹងយ៉ាងខ្លាំងនាងក៏បានដើរទៅជួបនាយកសាលាដើម្បីប្តឹងផ្តល់ប៉ុន្តែលើកនេះនាយកសាលាបានតបទៅនាងវិញយ៉ាងចំពោះថាតើកូនរបស់អ្នកជាមនុស្សតែម្នាក់គត់ដែលមានគ្រួសារឬគ្រូបង្រៀនរបស់ខ្ញុំក៏មានគ្រួសារដែរហើយក៏មានអ្នកខ្វល់ខ្វាយពីពួកគេដូចគ្នាស្ត្រីនោះបានសើចចំអកថាអូឥឡូវពួកអ្នកទាំងអស់គ្នាយល់ថាខ្លួនឯងសំខាន់ណាស់មែនទេនាងក៏សម្រេចចិត្តប្រមូលផ្ដុំឪពុកម្ដាយផ្សេងទៀតដើម្បីទាក់ទាញចិត្តពួកគេឲ្យប្រឆាំងនឹងសាលាទាំងមូលប៉ុន្តែនៅពេលដែលនាងមកដល់កន្លែងប្រជុំនាងស្រាប់តែឃើញឆយនៅទីនោះរួចទៅហើយគាត់បានប្រាប់រឿងរ៉ាវទាំងអស់ដល់អ្នកគ្រប់គ្នាដឹងរួចជាស្រេចមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានដាក់ពាក្យបណ្ដឹងប្តឹងនាងពីបទរំលោភបំពានលើកូនប្រុសរបស់នាងពិសេសគឺរឿងអូសទាញកូនត្រឡប់មកផ្ទះដោយបង្ខំនឹងធ្វើឲ្យកូនខ្មាស់គេចំពោះមុខថ្នាក់រៀននាងបានសួរដោយកំហឹងថាតើអ្នកនឹងធ្វើអ្វីបើខ្ញុំត្រូវបានបង្ហាញថាគ្មានទោសឆយញញឹមហើយតបថាខ្ញុំនឹងសុំទោសព្រោះវាជាច្បាប់មែនទេមិនយូរប៉ុន្មានកេរ្តិ៍ឈ្មោះរបស់នាងក៏ត្រូវបាក់បែកទាំងស្រុងមនុស្សម្នាបាននិយាយតគ្នាថានាងគឺជាស្ត្រីម្នាក់ដែលបានបំផ្លាញសុខភាពផ្លូវចិត្តរបស់ស៊ុនតាមរយៈអាកប្បកិរិយាដ៏ហួសហេតុរបស់ខ្លួនដោយសារតែភ្លើងកំហឹងនាងបានដើរស្វែងរកស៊ុនពេលឃើញស៊ុនកំពុងរត់ចេញពីផ្ទះឆ្ពោះទៅសាលារៀននាងក៏បានដេញតាមពីក្រោយស្រាប់តែឆយបានបង្ហាញខ្លួនមកក្រារាំងផ្លូវនាងជាលើកដំបូងដែលគាត់បានណែនាំខ្លួនឯងយ៉ាងត្រឹមត្រូវនិងប្រាប់នាងថានាងនឹងមិនអាចគេចផុតពីទោសកំហុសដែលបានធ្វើចំពោះស៊ុននោះឡើយស្ត្រីនោះក៏បានតបតវិញភ្លាមៗថាស៊ុនក៏មិនអាចគេចផុតពីកំហុសដែលបានធ្វើលើកូនរបស់នាងដែរដូច្នេះហើយឆយក៏បានបង្ហាញការពិតឲ្យនាងឃើញគឺកូនប្រុសរបស់នាងពិតជាស្រឡាញ់និងគោរពស៊ុនខ្លាំងណាស់ផ្ទុយពីម្ដាយរបស់គេតាមពិតទៅគឺជាកូនប្រុសរបស់នាងទេតើដែលបានទូរស័ព្ទហៅស៊ុនឲ្យមកជួយតែជាហេតុធ្វើឲ្យនាងរត់ពីផ្ទះមកដល់សាលាពេលពួកគេជួបគ្នាក្មេងប្រុសនោះបានយំសោកបែកអូហូស្ទឹងនិងសុំទោសស៊ុនយ៉ាងស្មោះស្ម័គ្រចំពោះរឿងរ៉ាវទាំងអស់ដែលម្ដាយរបស់គេបង្កឡើងដោយគ្មានមូលហេតុឆយបានងាកទៅនិយាយប្រាប់ស្ត្រីនោះថាប្រសិនបើអ្នកចង់ឲ្យកូនប្រុសរបស់អ្នកធំឡើងជាមនុស្សអាត្មានិយមចេះតែគិតពីខ្លួនឯងមិនដែលហ៊ានទទួលកំហុសនិងមិនចេះសុំទោសពេលខ្លួនខុសនោះទេចូលចិញ្ចឹមកូនតាមចិត្តរបស់អ្នកបន្តទៀតចុះពាក្យសម្ដីទាំងនោះបានប៉ះពាល់ដល់ចិត្តរបស់នាងយ៉ាងខ្លាំងជាលើកដំបូងដែលនាងដឹងខ្លួនថាខ្លួនឯងខុសកម្រិតណាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរពេលក្រោយមកគេបានឃើញនាងឈរនៅក្នុងបន្ទប់តុលាការខណៈដែលព្រះរាជអាជ្ញាកំពុងអានបញ្ជីបទឧក្រិដ្ឋទាំងអស់ដែលនាងបានប្រព្រឹត្តចំពោះស៊ុនរួមមានទាំងការគំរាមកំហែងតាមដានរំខាននិងបរិហាគេប៉ុន្តែដោយសារតែស៊ុនជាគ្រូបង្រៀននិងស្ត្រីនោះជាម្ដាយសិស្សច្បាប់បានការពារនាងច្រើនជាងជនរងគ្រោះធម្មតាទៅទៀតមានតែពេលនោះទេទើបនាងចាប់ផ្ដើមយល់ពីភាពធ្ងន់ធ្ងរនៃទង្វើរបស់ខ្លួនយ៉ាងពិតប្រាកដដោយរាល់ដងដែររដ្ឋមន្ត្រីបានរៀបចំសន្និសីទសារព័ត៌មានមួយទៀតលើកនេះគាត់បានប្រកាសថាក្រសួងនឹងចាប់ផ្ដើមពិភាក្សាអំពីការបង្កើតច្បាប់ការពារគ្រូបង្រៀនឲ្យបានកាន់តែខ្លាំងក្លាប្រឆាំងនឹងការរំលោភបំពានអំណាចពីសំណាក់ឪពុកម្ដាយសិស្សគាត់ថែមទាំងបានសុំទោសជាសាធារណៈដល់គ្រូបង្រៀនគ្រប់រូបដែលបានរងទុក្ខវេទនាដោយសារតែការប្រព្រឹត្តបែបនេះមនុស្សជាច្រើនមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងជាពិសេសបន្ទាប់ពីបានដឹងពីរឿងរ៉ាវរបស់កូនស្រីគាត់
ទន្ទឹមនឹងនោះឆយបានអង្គុយម្នាក់ឯងនៅផ្ទះដោយកាន់កំណត់ហេតុរបស់គូនឹងដឹងគាត់ពេលគាត់បើកអានទំព័រនីមួយៗគាត់បានឃើញអត្ថបទមួយដែលនាងបានសរសេរមិនយូរប៉ុន្មានបន្ទាប់ពីប្រូទៅសាលាថ្មីនាងបានសរសេរថាការយកចិត្តទុកដាក់ទាំងអស់របស់នាងបានធ្លាក់មកលើសិស្សម្នាក់ឈ្មោះឈូជាអកុសលសិស្សម្នាក់នោះហើយគឺជាមនុស្សដែលបានសម្លាប់នាងនៅពេលក្រោយមកដូចที่เราបានដឹងស្រាប់ហើយឆយមិនទាន់អាចធ្វើចិត្តទទួលយកវាបានទេយើងឃើញគាត់ពិនិត្យមើលសំណុំរឿងរបស់នាងម្ដងទៀតតាមរយៈឯកសារទាំងនោះយើងបានដឹងថានាងធ្លាប់បានទៅជួបឈូនៅសាលាហើយនៅទីនោះហើយដែលគេបានយកកន្ត្រៃចាក់សម្លាប់នាងបណ្ដាលឲ្យនាងបាត់បង់ជីវិតខណៈដែលនាងកំពុងព្យាយាមទាញគេចេញពីអនុស្សាវរីយ៍ដ៏ឈឺចាប់ទាំងនោះរដ្ឋមន្ត្រីផ្ទាល់បានមករកហូបបាយជាមួយគាត់ពេលគាត់ឃើញឆយកំពុងពិនិត្យមើលឯកសារនោះម្ដងទៀតគាត់បានព្រមានថាប្រសិនបើការងារនេះខ្លាចជារឿងផ្ទាល់ខ្លួនវាលែងជាយុត្តិធម៌ទៀតហើយប៉ុន្តែវាจะខ្លាចជាការសងសឹកទៅវិញដែលជារឿងមិនត្រឹមត្រូវឡើយឆយបានសន្យាថានឹងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អជាងមុនពេលក្រោយមកគាត់បានចូលរួមជាមួយក្រុមការងារដែលនៅសល់ពួកគេកំពុងជិះរើយន្តទៅណាមួយហើយស្រាប់តែបានឃើញក្មេងជំទង់ក្រុមមួយកំពុងលួចឡាននៅខាងក្នុងយានយន្តនោះមានក្មេងស្រីម្នាក់ដែលត្រូវបានគេចងដៃជាប់ក្រុមការងារក៏បានស្ទុះទៅខាត់ពួកគេភ្លាមៗក្មេងជំទង់ទាំងនោះមានការភ័យស្លន់ស្លោនិងបើកឡានរត់គេចយ៉ាងលឿនការដេញតាមចាប់យ៉ាងសន្ធោសន្ធៅក៏បានចាប់ផ្ដើមក្មេងៗទាំងនោះបើកបរយ៉ាងប្រហើនបង្កជាគ្រោះថ្នាក់តគ្នាទីបំផុតហានអាចបញ្ឈប់ពួកគេបានដោយការបោះកង់ឡានទៅក្រោមយានយន្តរបស់ពួកគេដែលធ្វើឲ្យវាត្រូវឈប់ស្ងៀមពេលដែលឆយដើរចូលទៅជិតពួកគេក្មេងជំទង់ទាំងនោះបែរជាញញឹមច្អោងនិងនិយាយថាពួកយើងជាជនល្មើសអនីតិជនតែពួកយើងអាយុទើបតែ14ឆ្នាំទេពួកគេនិយាយវាដោយមោទនភាពហាក់បីដូចជាវាធ្វើឲ្យពួកគេខ្លាចជាមនុស្សដែលច្បាប់ប៉ះពាល់មិនបានអញ្ចឹងពេលប៉ូលីសមកដល់និងគ្រូបង្រៀនរបស់ពួកគេមកទទួលយកពួកគេទៅក្រុមការងារក៏បានដឹងរឿងគួរឲ្យតកចៃមួយគឺមានពាក្យបណ្ដឹងជាច្រើនត្រូវបានដាក់ប្តឹងក្មេងទាំងនេះរួចទៅហើយប៉ុន្តែពួកគេស្គាល់ច្បាប់ច្បាស់ណាស់ហើយតែងតែឆ្លៀតយកប្រយោជន៍ពីវាជានិច្ចរដ្ឋមន្ត្រីបានមកដល់ដើម្បីដោះលែងពួកគេមុនពេលដែលគាត់អាចចំអកឲ្យក្រុមការងាររឿងត្រូវក្មេងៗបោកបាននោះពួកគេក៏បានឃើញក្មេងជំទង់ក្រុមដដែលនោះកំពុងបំផ្លាញឡានរបស់គាត់នៅខាងក្រៅក្មេងៗទាំងនោះក៏រត់គេចខ្លួនទាំងសំណើចរដ្ឋមន្ត្រីបាននិយាយភ្លាមៗថាតោះសុភាពបរិសុទ្ធទាំងឡាយទៅលេងសាលារបស់ពួកគេបន្តិចដូច្នេះពួកគេក៏បានទៅទីនោះការស៊ើបអង្កេតក៏បានចាប់ផ្ដើមរឿងដំបូងដែលឆយបានធ្វើគឺបញ្ជាឲ្យក្មេងប្រុសទាំងនោះសរសេរលិខិតសុំទោសចំពោះអ្វីដែលបានកើតឡើងកាលពីថ្ងៃមុនទន្ទឹមនឹងនោះហានបានសាកសួរមិត្តរួមថ្នាក់របស់ពួកគេដើម្បីស្វែងរកព័ត៌មានបន្ថែមប៉ុន្តែគ្រប់គ្នាសុទ្ធតែភ័យខ្លាចយ៉ាងខ្លាំងនិងគ្មាននរណាម្នាក់ហ៊ាននិយាយឡើយហាននិងបុនក៏បានផ្ដោតអារម្មណ៍ទៅលើក្មេងស្រីដែលត្រូវបានគេចាប់ជំរិតនៅក្នុងឡានដែលគេលួចនោះព្រោះនាងប្រហែលជាដឹងអ្វីខ្លះពេលពួកគេពិនិត្យកំណត់ត្រាសាលាគេបានរកឃើញថានាងមានឈ្មោះវត្តមានប៉ុន្តែគ្មានវត្តមាននៅក្នុងថ្នាក់រៀននោះទេមានន័យថានាងពិតជាបានមកសាលាហើយត្រូវគេលាក់ទុកកន្លែងណាមួយជាមិនខានបុនបានស្វែងរកតាមគណនីបណ្ដាញសង្គមរបស់សិស្សហើយទីបំផុតក៏បានឃើញរូបភាពពួកគេឈរនៅជិតទូដាក់អីវ៉ាន់បិទសោមួយក្រុមការងារក៏បានប្រញាប់ប្រញាល់ទៅទីនោះគួរឲ្យស្ដាយការសង្ស័យរបស់ពួកគេគឺត្រឹមត្រូវណាស់ព្រោះក្មេងស្រីនោះត្រូវបានគេឃុំឃាំងនៅខាងក្នុងនោះឯងពួកគេក៏បានបញ្ជូននាងទៅកាន់គ្លីនិកភ្លាមៗនៅទីនោះនាងបានប្រាប់ការពិតទាំងអស់ថាជីវិតរបស់នាងគឺធម្មតាតែប៉ុណ្ណោះរហូតទាល់តែនាងចង់ស្រកទម្ងន់បន្តិចទើបក្មេងប្រុសម្នាក់ណែនាំថ្នាំគ្រាប់មួយចំនួនឲ្យនិងប្រាប់ថាសូម្បីតែតារាល្បីៗក៏ប្រើវាដែរក្រោយពេលប្រើប្រាស់នាងចូលចិត្តឥទ្ធិពលរបស់វាហើយក៏បន្តប្រើវាជាបន្តបន្ទាប់ទៀតក្មេងប្រុសនោះក៏បានដំឡើងថ្លៃបន្តិចម្ដងរហូតដល់នាងអស់លុយនិងខ្លាចជាអ្នកញៀនថ្នាំនោះក្មេងប្រុសនោះក៏បានផ្ដល់ដំណោះស្រាយថានាងអាចធ្វើការឲ្យគេដើម្បីបដូរយកថ្នាំញៀនបន្តទៀតមិនយូរប៉ុន្មានគេក៏បានឲ្យនាងជួយលក់ថ្នាំនោះដល់អ្នកដទៃផងដែររាល់ពេលដែលនាងព្យាយាមឈប់គេនិងមិត្តភក្តិរបស់គេតែងតែវិដំនាងទីបំផុតពួកគេក៏បានចាប់នាងបោះចូលទៅក្នុងទូដាក់អីវ៉ាន់នោះដោយសារតែអស់សង្ឃឹមនាងក៏បានរាយការណ៍រឿងនេះដល់ប៉ូលីសដែលនាំឲ្យប៉ូលីសចាប់ខ្លួនពួកគេប៉ុន្តែនៅថ្ងៃបន្ទាប់ពួកគេត្រូវបានគេដោះលែងវិញភ្លាមៗហើយក្មេងប្រុសទាំងនោះក៏ត្រឡប់មកធ្វើបាបនាងវិញដោយប្រមានថារបស់ពួកខ្លួនអាយុទើបតែ14ឆ្នាំប៉ុណ្ណោះច្បាប់មិនអាចធ្វើអ្វីពួកគេបានឡើយពួកគេទទួលបានត្រឹមតែការប្រមានមួយប៉ុណ្ណោះគ្មានអ្វីក្រៅពីនោះទេនោះហើយជាមូលហេតុដែលធ្វើឲ្យពួកគេមានភាពក្រអឺតក្រទមខ្លះពេលក្រោយមកនៅពេលដែលឆយទាមទារឲ្យមានការសុំទោសក្មេងៗទាំងនោះបានបដិសេធហានបានញញឹមឲ្យតបថារីករាយណាស់ក្រោយពេលចេញពីសាលាគាត់បានចាប់ទាញពួកគេបោះចូលទៅក្នុងឡានហើយនាំពួកគេទៅកាន់ពន្ធនាគារផ្ទាល់តែម្ដងក្មេងៗទាំងនោះមិនអាចជឿជាក់លើភ្នែកខ្លួនឯងបានឡើយប៉ុន្តែរដ្ឋមន្ត្រីបានរៀបចំជាមួយនាយកពន្ធនាគាររួចជាស្រេចហើយក្មេងជំទង់ទាំងនោះត្រូវបានអនុញ្ញាតឲ្យចូលខាងក្នុងនិងត្រូវគេធ្វើឲ្យអាប់អោនតាំងពីពេលជើងឈានចូលដល់ភ្លាមៗដែលធ្វើឲ្យពួកគេចាប់ផ្ដើមយំសុំអង្វរត្រឡប់ទៅវិញហានបាននិយាយដោយស្ងប់ស្ងាត់ថាបើពួកឯងអាចឈ្នះខ្ញុំបានខ្ញុំនឹងបណ្ដោយឲ្យពួកឯងត្រឡប់ក្មេងៗគិតថាចំនួនមនុស្សច្រើននឹងអាចយកឈ្នះនាងបានប៉ុន្តែពួកគេគិតខុសស្រឡះព្រោះហានបានកម្ចាត់ពួកគេទាំងអស់ត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះបន្ទាប់ពីនោះមកបុនបានខ្លាចជាអ្នកទទួលខុសត្រូវក្នុងការបង្រៀនពួកគេបើពួកគេមិនយកចិត្តទុកដាក់ក្នុងថ្នាក់ទេហានតែងតែត្រៀមខ្លួនជាស្រេចដើម្បីលើកទឹកចិត្តពួកគេជានិច្ចទោះបីជាយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តបង្ហាញអាកប្បកិរិយាក្រអឺតក្រទមដដែលថ្ងៃមួយនៅឯរោងបាយឆយបានដើរទៅរកពួកគេហើយសួរថាហេតុអ្វីបានជាពួកឯងលែងយកលេសថាជាអនិច្ចជនមកប្រើទៀតហើយរួចក៏បណ្ដេញពួកគេឲ្យទៅឈរចាំនៅខាងចុងគេអ្នកទោសធម្មតាបានហូបបាយមុនមិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងយកម្ហូបឆ្ងាញ់ៗទាំងអស់ទៀតផងអ្នកទោសផ្សេងទៀតបានចាប់ផ្ដើមធ្វើបាបក្មេងទាំងនោះដូចជាការកំសាន្តអារម្មណ៍ពេលក្រោយមកក្មេងជំទង់ទាំងនោះត្រូវបានគេមកម៉ាយឲ្យធ្វើការងារលាងចានដែលធ្វើឲ្យពួកគេកាន់តែរងទុក្ខវេទនាពេលនោះអ្នកទោសម្នាក់ទៀតបានដើរមកកាន់ចានបាយហើយក្មេងប្រុសម្នាក់បានស្ទុះទៅវីមុខគាត់ចំពេលដែលឆយមកដល់ដើម្បីដាក់ទណ្ឌកម្មក្មេងនោះអ្នកទោសរូបនោះថាបរិសម្នាក់នេះធ្លាប់ជាសិស្សដែលរងការបៀតបៀនយ៉ាងសាហាវឃោរឃៅរហូតដល់ថ្ងៃមួយគាត់ទ្រាំមិនបានក៏បានសម្លាប់ក្រុមមនុស្សដែលធ្វើបាបគាត់ទាំងអស់នោះក្មេងជំទង់ទាំងនោះក៏បានស្គាល់រឿងរ៉ាវនេះភ្លាមៗព្រោះគាត់គឺជាឃាតកៈសម្លាប់អ្នកបៀតបៀនដ៏ល្បីល្បាញដែលពួកគេធ្លាប់ឃើញតាមព័ត៌មានចាប់ពីពេលនោះមកពួកគេមានការភ័យខ្លាចគាត់យ៉ាងខ្លាំងថ្ងៃមួយក្មេងប្រុសម្នាក់បានឃើញអ្នកទោសរូបនោះលួចលាក់ស្លាបព្រាមួយដោយសម្ងាត់ហើយគេក៏មានជំនឿជាក់ភ្លាមៗថាបរិសនោះមានបំណងចង់សម្លាប់គេដោយប្រើស្លាបព្រានោះពេលដែលបុគ្គលិកពន្ធនាគាររកឃើញថាស្លាបព្រាបាត់មួយអ្នកទោសនោះបានសារភាពដោយបើកចំហថាគាត់កាន់វាពិតមែនពួកគេបានឆែកឆេរខ្លួនគាត់ប៉ុន្តែរកមិនឃើញអ្វីសោះស្រាប់តែស្លាបព្រានោះក៏ធ្លាក់បង្ហាញឡើងមកដែលធ្វើឲ្យក្មេងប្រុសនោះភ័យស្លន់ស្លោរត់គេចខ្លួនខណៈដែលអ្នកដទៃជួយគាត់ទុកក្មេងប្រុសដ៏គួរឲ្យអាណិតនោះបានយំស្រែកយ៉ាងខ្លាំងទន្ទឹមនឹងនោះនៅខាងក្រៅពន្ធនាគារឪពុកម្ដាយរបស់ក្មេងល្មើសអនិច្ចជនទាំងនោះបានរៀបចំការតវ៉ាប្រឆាំងនឹងការិយាល័យការពាររដ្ឋមន្ត្រីបានចេញមុខមកនិយាយជាមួយពួកគេផ្ទាល់ថាបាទការព្យាបាលបែបនេះប្រហែលជាមើលទៅខុសខើបន្តិចហើយយ៉ាងណាម៉ាក់កូនរបស់អ្នកសុទ្ធតែជាទេវតាតើរួចមកគាត់ក៏បានអញ្ជើញពួកគេឲ្យទៅទស្សនាសាលានៅថ្ងៃបន្ទាប់ពេលដែលឪពុកម្ដាយមកដល់ពួកគេមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានឃើញកូនរបស់ខ្លួនវិញហើយក៏ចាប់ផ្ដើមវាយប្រហារលើរដ្ឋមន្ត្រីថាកូនរបស់ពួកយើងក្មេងពេកណាស់សម្រាប់រឿងបែបនេះរដ្ឋមន្ត្រីបានឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាក្មេងពេកសម្រាប់រឿងអ្វីរួចគាត់ក៏បានបង្ហាញថ្នាំគ្រាប់ដែលកូនរបស់ពួកគេបានចែកចាយឪពុកម្ដាយទាំងនោះបានអះអាងភ្លាមៗថា
ថាវាគ្រាន់តែជាថ្នាំបំពេញសុខភាពសម្រាប់ទម្ងន់ប៉ុណ្ណោះដោយមិនស្ទាក់ស្ទើរឆយបានបង្ខំឲ្យឪពុកម្ដាយម្នាក់លេបថ្នាំនោះដែលធ្វើឲ្យគាត់ស្ដោះវាចេញមកវិញភ្លាមៗនោះពួកគេក៏បានដឹងថាវាគ្មានគ្រោះថ្នាក់តិចតួចណាឡើយរដ្ឋមន្ត្រីក៏បានបង្ហាញថង់មួយទៀតដែលមានផ្ទុកថ្នាំញៀនពិតប្រាកដដែលមានសម្បកវេចខ្ចប់ស្ទើរតែដូចគ្នាបេះបិទគាត់បានបញ្យល់ថាកូនៗរបស់ពួកគេបានចែកចាយសារធាតុញៀនខុសច្បាប់និងយល់ច្បាស់ពីការខូចខាតដែលថ្នាំទាំងនោះអាចបង្កឡើងបើសិនជាកូនៗរបស់អ្នកសមនឹងទទួលបានការការពារដោយសារតែពួកគេជាអនិច្ចជនចុះក្មេងៗរងគ្រោះដែលរងការឈឺចាប់ដោយសារពួកគេវិញពួកគេក៏ជាអនិច្ចជនដែលមានឪពុកម្ដាយស្រឡាញ់ពួកគេខ្លាំងណាស់ដែរឪពុកម្ដាយទាំងនោះក៏ចាប់ផ្ដើមយំសុំអង្វរក្រុមការងារបានប្រាប់ពួកគេថាកុំសុំទោសពួកគេអីគួរតែទៅសុំទោសក្មេងស្រីដែលត្រូវពួកគេបំផ្លាញជីវិតនោះទៅត្រូវក្មេងស្រីនោះបានបង្ហាញខ្លួនឡើងប៉ុន្តែជាសំណាងល្អដែលនាងបដិសេធមិនអត់ទោសឲ្យឡើយខ្ញុំគ្មានថ្ងៃអត់ទោសឲ្យពួកគេដាច់ខាតក្មេងៗទាំងនោះមានការខឹងសម្បារយ៉ាងខ្លាំងហើយមេខ្លោងរបស់ពួកគេក៏ស្ទុះចូលទៅវិប្រហានាងដោយនិយាយថាខ្ញុំមិនខ្វល់ទេខ្ញុំជាអនិច្ចជនគ្មាននរណាអាចដាក់ទោសខ្ញុំបានទេហានបានវាបំបាក់គេដួលទៅនឹងដីភ្លាមៗពេលនោះហើយដែលរដ្ឋមន្ត្រីបានបញ្ជាឲ្យពួកគេត្រឡប់ចូលពន្ធនាគារវិញទាំងអស់គ្នាព្រោះវាច្បាស់ណាស់ថាពួកគេមិនបានកែប្រែខ្លួនសូម្បីតែបន្តិចឪពុកម្ដាយរបស់ពួកគេបានយំសោកបាក់ទឹកចិត្តយ៉ាងខ្លាំងពេលដែលក្មេងប្រុសទាំងនោះត្រឡប់មកវិញមុខដំបូងគេដែលពួកគេបានឃើញគឺឃាតករសម្លាប់អ្នកបៀតបៀននោះឯងពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងជាពិសេសមេខ្លោងរបស់ពួកគេជាលើកដំបូងដែលគេនឹកឃើញដល់សម្ដីដែលជនរងគ្រោះធ្លាប់និយាយប្រាប់គេថាគេបានធ្វើឲ្យជីវិតសាលារៀនរបស់នាងខ្លាចជារឿងអាក្រក់បំផុតដូចជានរកឥឡូវនេះគេបានយល់ច្បាស់ពីអារម្មណ៍បែបនោះហើយទោះជាយ៉ាងណាឃាតករសម្លាប់អ្នកបៀតបៀនរូបនោះបានផ្លាស់ប្ដូរចិត្តហើយគាត់បានជួយឆយនិងមិនដែលធ្វើបាបក្មេងៗនោះឡើយគាត់គ្រាន់តែជួយបំភ័យពួកគេប៉ុណ្ណោះឆយបានថ្លែងអំណរគុណដល់គាត់បុរសនោះបានញញឹមនឹងតបថាឆយទាំងហាដែលសមនឹងទទួលបានការអរគុណព្រោះអរគុណការងាររបស់គាត់ទើបធ្វើឲ្យមានមនុស្សតិចតួចដែលអាចខ្លាចជាមនុស្សដូចជារូបគាត់ពេលក្រោយមកក្មេងល្មើសអានេះទឹកម្នាក់ត្រូវបានអ្នកទោសផ្សេងទៀតចូលមកនិយាយរកក្នុងពន្ធនាគារដោយសួរថាតើគេស្គាល់មេខ្លោងនៃអង្គការគ្រឿងញៀនដែលនៅពីក្រោយថ្នាំគ្រាប់នោះដែរឬទេក្មេងនោះឆ្លើយថាគេស្គាល់ប៉ុន្តែមិនបានប្រាប់នរណាម្នាក់ឡើយអ្នកទោសនោះក៏ញញឹមហើយនិយាយថាល្អណាស់មេរបស់យើងមិនចូលចិត្តមនុស្សចង់ដឹងរឿងច្រើនពេកទេហើយក៏ទាញកំបិតមកចាក់ភ្លាមៗឆយបានរត់ចូលទៅដើម្បីជួយសង្គ្រោះក្មេងនោះប៉ុន្តែមុនពេលគាត់ទៅដល់អ្នកទោសម្នាក់ទៀតបានស្ទុះចូលមកយកដៃទទួលការចាក់ចំនួនដៃក្មេងនោះអ្នកទោសរូបនោះគឺគ្មាននរណាក្រៅពីឈោជាឃាតករដែលបានសម្លាប់គូដណ្ដឹងរបស់ឆយកាលពី2ឆ្នាំមុននោះឡើយការបានឃើញមុខគេម្ដងទៀតធ្វើឲ្យឆយញាក់សាច់យ៉ាងខ្លាំងទោះបីជាយ៉ាងណាក៏ដោយក៏គាត់នៅតែឈោមើលរហូតតតែឈោទទួលបានការព្យាបាលរួចរាល់បន្ទាប់មកឈោបានដើរមកជិតគាត់លុតជង្គង់ចុះនិងសុំទោសគាត់ដោយនិយាយថាជីយ៉ែនគឺជាមនុស្សតែម្នាក់គត់ដែលធ្លាប់ចិត្តល្អដាក់គេនិងជាមនុស្សតែម្នាក់គត់ដែលគេស្រឡាញ់យ៉ាងពិតប្រាកដឆយមិនអាចទ្រាំស្ដាប់វាបន្តទៀតបានទេគាត់ក៏បែរខ្នងដើរចេញទៅមិនយូរប៉ុន្មានពួកយើងក៏បានដឹងថាឈោគ្រាន់តែធ្វើពុតជាសម្ដែងប៉ុណ្ណោះក្នុងខណៈពេលដែលយើងស្ទើរតែមានចិត្តអាណិតគាត់ទៅហើយមិនយូរប៉ុន្មានរដ្ឋមន្ត្រីបាននិយាយជាមួយឆយនិងប្រាប់គាត់ថាការមានអារម្មណ៍មិនល្អបន្ទាប់ពីបានឃើញឈោគឺជារឿងធម្មតាទេប៉ុន្តែគាត់បានរំលឹកពីរឿងសំខាន់មួយថាពេលនេះលោកលែងជាគូដណ្ដឹងរបស់ជីយ៉ែនទៀតហើយប៉ុន្តែលោកគឺជាអធិការនៃការិយាល័យការពារពេលក្រោយមកក្រុមការងារបានត្រឡប់មកទីស្នាក់ការកណ្ដាលវិញហើយបានឃើញបុរសម្នាក់ដែលមានសភាពអស់កម្លាំងល្វើយកាន់ឯកសារគោលជាច្រើនដុំគាត់បានសុំអង្វរទាំងទឹកភ្នែកឲ្យពួកគេជួយសង្គ្រោះគាត់និងកូនប្រុសរបស់គាត់បុរសនោះបានបញ្យល់ថាគាត់ស្រាប់តែទទួលបានទូរស័ព្ទពីមនុស្សដែលអះអាងថាកូនប្រុសរបស់គាត់ជំពាក់លុយពួកគេដំបូងឡើយគាត់និងប្រពន្ធគិតថាចំនួនលុយនោះតិចតួចប៉ុណ្ណោះប៉ុន្តែក្រោយមកទើបដឹងថាបំណុលបានកើនឡើងដល់85លានវ៉ុនទៅហើយដែលធ្វើឲ្យពួកគេមានការភ័យខ្លាចជាខ្លាំងពួកគេបានលក់ទ្រព្យសម្បត្តិទាំងអស់ដែលមានដើម្បីសងបំណុលនោះនិងបានអង្វរកូនកុំឲ្យលេងល្បែងទៀតដោយជឿជាក់ថាវាផ្ដើមចេញពីហ្គេមអនឡាញក្រោយមកពួកគេថែមទាំងបានបដូរទូរស័ព្ទ smartphone របស់កូនមកជាទូរស័ព្ទចុចប៊ូតុងធម្មតាវិញប៉ុន្តែមាននរណាម្នាក់បានឲ្យទូរស័ព្ទ smartphone ទំនើបមួយផ្សេងទៀតដល់គេដែលធ្វើឲ្យក្មេងនោះត្រឡប់ទៅលេងល្បែងវិញភ្លាមៗមិនយូរប៉ុន្មានពួកអ្នកទោសបំណុលបានបង្ហាញខ្លួននៅកន្លែងធ្វើការរបស់ឪពុកនិងបានវាយដំគាត់ចំពោះមុខមិត្តរួមការងារទាំងអស់ដោយសារតែអស់សង្ឃឹមគាត់បានសុំអ្នកគ្រប់គ្រងទទួលយកលាលែងពីតំណែងនិងបើកប្រាក់សោធននិវត្តន៍ឲ្យគាត់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបំណុលក៏នៅតែកើនឡើងឥតឈប់ឈរហើយកូនប្រុសរបស់គាត់មិនដែលឈប់លេងល្បែងឡើយរហូតដល់ថ្ងៃមួយក្មេងនោះបានបាត់ខ្លួនដោយបន្សល់ទុកសារថាគេមិនអាចប្រឈមមុខនឹងឪពុកម្ដាយបានទៀតទេឪពុកនោះបានចំណាយពេលជាច្រើនខែដើម្បីប្រមូលភស្តុតាងប៉ុន្តែប៉ូលីសមិនដែលជួយគាត់ទេការិយាល័យការពារគឺជាក្តីសង្ឃឹមចុងក្រោយរបស់គាត់ក្រុមការងារមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះរឿងរ៉ាវរបស់គាត់ហើយក៏បានចាប់ផ្ដើមការស៊ើបអង្កេតដោយមិនស្ទាក់ស្ទើរបុនបានខ្លាញ់ខ្លួនចូលរៀននៅសាលារបស់ក្មេងប្រុសនោះដោយបំពាក់កែវថតវីដេអូកាមេរ៉ានៅលើវ៉ែនតារបស់គាត់ដើម្បីថតយកភស្តុតាងទាំងអស់គាត់បានរកឃើញយ៉ាងឆាប់រហ័សថាសិស្សជាច្រើនកំពុងលេងហ្គេមអនឡាញតែមួយសិស្សម្នាក់បានឈ្នះលុយ1លានវ៉ុនហើយសម្រេចចិត្តលាងមិត្តភ័ក្តិបុនក៏បានចូលរួមជាមួយពួកគេដែរសិស្សនោះបានចាប់ផ្ដើមលេងនៅចំពោះមុខគាត់ហើយឈ្នះជាប់រហូតពេលដែលបុនសួរថាតើវាជាល្បែងស៊ីសងមែនទេសិស្សនោះបានប្រកែកភ្លាមៗថាល្បែងស៊ីសងអេកបើពួកយើងគ្រាន់តែលេងហ្គេមសោះបុនបានរាយការណ៍នៅពេលក្រោយមកថានេះគឺជាប្រព័ន្ធតាក់ទាញអ្នកលេងថ្មីរបស់ពួកគេដោយប្រើប្រាស់ជ័យជំនះងាយៗដើម្បីតាក់ទាញចិត្តមិនយូរប៉ុន្មានបុនក៏បានទាញយកហ្គេមនោះមកលេងដោយខ្លួនឯងហើយថែមទាំងទទួលបានប្រាក់រង្វាន់ចុះឈ្មោះចំនួន5000វ៉ុនទៀតផងពេលដែលឆយបានឮរឿងនេះគាត់បានបញ្ចេញមតិថាល្បែងស៊ីសងគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្សដែលមានភាពប៉ិនប្រសប់ខាងគណិតវិទ្យាដូចជាបុនល្អណាស់បើចឹងសាក់លេងឲ្យបង្ហាញពួកយើងមកបុនក៏ចាប់ផ្ដើមលេងដំបូងឡើយគាត់ឈ្នះដែលធ្វើឲ្យលោកលុនចាប់ផ្ដើមគ្របសង្កត់លើខ្លួនហើយគាត់ក៏បានដំឡើងប្រាក់ភ្នាល់កាន់តែធំប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏រឿងចាញ់វិញគាត់បានចំណាយពេលលេងពេញមួយយប់រហូតដល់ព្រឹកឡើងគាត់បានខ្លាចជាមនុស្សជាប់ញៀនហ្គេមនោះទៅហើយសិស្សផ្សេងទៀតបានដឹងពីស្ថានភាពរបស់គាត់ភ្លាមៗហើយបានប្រាប់ថាបើគាត់ខ្វះលុយគាត់អាចខ្ចីបានដោយគ្រាន់តែយកលេខទូរស័ព្ទរបស់ម្ដាយគាត់មកដាក់ទ្រព្យបញ្ចាំប៉ុណ្ណោះបុនក៏បានយល់ព្រមពួកគេបានឲ្យគាត់ខ្ចី1លានវ៉ុនប៉ុន្តែបានផ្ដល់ប្រាក់ឲ្យគាត់ត្រឹមតែ800ប៉ុណ្ណោះរួចបញ្យល់ថាប្រាក់កម្ចីនេះមានអត្រាការប្រាក់ 10% ក្នុងមួយថ្ងៃក្រោយពេលកណនីលេខរួចបុនស្ទើរតែយំចេញមកក្នុងអត្រាការប្រាក់បែបនេះគាត់នឹងត្រូវកសាយធនក្នុងពេលដ៏ខ្លីមិនខានសិស្សទាំងនោះគ្រាន់តែស្មានស្មាតតបថាចុះមិនទៅមិនយូរប៉ុន្មានពួកគេក៏បានទូរស័ព្ទទៅហានដោយប្រើលេខទូរស័ព្ទដែលបុនបានផ្ដល់ឲ្យនិងបន្លំធ្វើជាម្ដាយរបស់គាត់ប៉ុន្តែហានបានធ្វើមិនដឹងមិនលឺដោយចេតនាពួកសិស្សក៏សន្និដ្ឋានថាគ្រួសាររបស់បុនមិនខ្វល់ខ្វាយពីគាត់ឡើយដែលធ្វើឲ្យពួកគេសម្រេចចិត្តបណ្ដេញគាត់ចេញពីក្រុមឆយបានបញ្ជាឲ្យហានឃ្លាំមើលគាត់ឲ្យបានដិតដល់នាងក៏បានធ្វើតាមប៉ុន្តែគួរឲ្យស្ដាយដែលនាងស្រាប់តែឃ្លានបាយពេលដែលនាងដើរចេញទៅទិញអាហារបុនក៏បានបាត់ខ្លួនរថយន្តពណ៌ខ្មៅមួយគ្រឿងបានបើកមកដល់និងចាប់ចម្រិតយកគាត់ទៅដោយមានក្មេងជំទង់ផ្សេងទៀតនៅខាងក្នុងនោះដែរពួកគេទាំងអស់ត្រូវបានបង្ខំឲ្យប្រគល់ទូរស័ព្ទដៃរបស់ខ្លួនមកវិញសំណាងល្អបុនបានលួចទម្លាក់ទូរស័ព្ទដៃរបស់ខ្លួនចេញក្រៅបង្អួចដោយស្ងាត់ៗមុនពេលមាននរណាម្នាក់ដឹងខ្លួនមិនយូរប៉ុន្មានគាត់ក៏បានដឹងថាក្រុមអ ுக ្រិតជននោះបានបង្ខំក្មេងជំទង់ឲ្យប្រព្រឹត្តបទល្មើសផ្សេងៗដូចជាការលួចអីវ៉ាន់ជាដើមហើយពួកគេក៏ចង់ឲ្យបុនចូលរួមធ្វើដែរប៉ុន្តែបុនបានបដិសេធនិងថែមទាំងហាមឃាត់អ្នកដទៃមិនឲ្យលួចទៀតផងព្រោះតែហេតុផលនេះហើយទើបគាត់ត្រូវបានគេនាំយកទៅកាន់ទីស្នាក់ការកណ្ដាលរបស់ក្រុមនោះដើម្បីទទួលទណ្ឌកម្មឯសមាជិកក្រុមដែលនៅសល់ក៏កំពុងតែតាមរ
រកគាត់យ៉ាងអស់សង្ឃឹមហានមានអារម្មណ៍ខុសយ៉ាងខ្លាំងប៉ុន្តែឆយបានលងលោមនាងថាពួកយើងនឹងរកគាត់ឃើញនៅខាងក្នុងកន្លែងលាក់ខ្លួននោះបនត្រូវបានគេមកម៉ែឲ្យបំពេញការងារនៅក្នុងក្រុមផ្ញើសារដោយភារកិច្ចរបស់ពួកគេគឺផ្ញើសារផ្សព្វផ្សាយពាណិជ្ជកម្មទៅកាន់មនុស្សចៃដន្យផ្សេងៗលេខដែលអញ្ជើញមនុស្សឲ្យចូលរួមលេងល្បែងភ្នាល់គាត់ចង់ប្រើកុំព្យូទ័រដើម្បីតាក់ទងក្រុមរបស់ខ្លួនក្មេងប្រុសម្នាក់ទៀតបានលួចប្រាប់គាត់ថារាល់សកម្មភាពទាំងអស់កំពុងត្រូវបានតាមដានយ៉ាងណាមិញសមាជិកក្រុមអ ក្រិតជនបានចាប់ខ្លួនគាត់និងវាយដំស្ថានភាពកាន់តែអាក្រក់ទៅអាខិតក្រោយនៅពេលដែលបនបាននោមដាក់ខោដោយអចេតនាពេលកំពុងគេងពួកគេក៏បានរៀបចំវាយដំគាត់ម្ដងទៀតសំណាងល្អគាត់អាចខាត់ពួកគេដែរគាត់បានអះអាងថាខ្លួនអាចជួសជុលម៉ាស៊ីនបម្រើដែលខូចដែលជាដើមហេតុបង្កបញ្ហាដល់អង្គការនេះក្រុមអ ក្រិតជនក៏ចាប់ផ្ដើមមានការចាប់អារម្មណ៍ជំនួសឲ្យការដាក់ទណ្ឌកម្មពួកគេបានឲ្យគាត់ធ្វើការងារមិនយូរប៉ុន្មានពួកគេបាននាំគាត់ទៅជួបមេខ្លោងរបស់ក្រុមផ្ទាល់បរិះនោះបានយកកាំបិតភ្ជុំកាបូននិងផ្ដល់ការប្រមានសាមញ្ញមួយថាបើឯងបរាជ័យឯងនឹងដកយកភ្នែកម្ខាងរបស់ឯងដូច្នេះបនគ្មានជំរឿអ្វីផ្សេងទេគាត់អង្គុយចុះនិងចាប់ផ្ដើមព្យាយាមដោះស្រាយនៅពេលដែលផែនការទទួលបានជោគជ័យពួកគេបានប្រព្រឹត្តចំពោះគាត់យ៉ាងល្អឯក្រុមរបស់គាត់វិញមិនអាចស្វែងរកដំរីណាមួយឡើយព្រោះរថយន្តត្រូវបានគេលួចនិងបាត់ខ្លួនដោយគ្មានដានដូច្នេះពួកគេបាននាំយកហានដែលជាក្មេងធ្លាប់បោកបញ្ឆោតក្មេងៗឲ្យចូលលេងល្បែងនោះពួកគេបានសួរបញ្ជាក់អំពីរូបសញ្ញារបស់ល្បែងនៅពេលដែលគាត់ចង្អុលបង្ហាញពួកគេទើបដឹងថាបនពិតជាមានភាពឆ្លាតវៃមិនគួរឲ្យជឿហើយបានលួចភើសារមកពួកគេតាមរយៈរូបសញ្ញាដោយបង្ហាញពីទីតាំងរបស់ខ្លួនពួកគេបានប្រញាប់ប្រញាល់ទៅកាន់កន្លែងនោះតែបានឃើញត្រឹមភាពទទេស្អាតនៅពេលនោះឆយបានស្មានថាបនប្រហែលជាបានឃើញទីតាំងនោះពីកន្លែងដែលគេឃុំខ្លួនគាត់ពួកគេបានទៅកាន់អគារដែលនៅទល់មុខហើយការពិតគឺវាពិតជាកន្លែងត្រឹមត្រូវមែនហានមានការខឹងសម្បារយ៉ាងខ្លាំងនាងបានព្រួតចូលទៅក្នុងកន្លែងលាក់ខ្លួនរបស់ក្រុមអ ក្រិតជនដោយទាមទារចង់ដឹងថាគាត់នៅឯណាមើលចុះគាត់គឺជាក្មេងប្រុសម្នាក់ដែលមើលទៅហាក់ដូចជាល្ងងខ្លៅនិងធ្វេសប្រហែសប៉ុន្តែគាត់មានភ្នែកស្រទន់និងសង្ហាឆយមិនអើពើនឹងការឆ្លោះប្រកែកគ្នាជាមួយខ្លួនឡើយហើយបានសួរថាតើក្មេងសង្ហាម្នាក់នេះដែលអ្នកកំពុងនិយាយដល់ជានរណាហានមិនអើពើនឹងគាត់ហើយព្រាមៗនោះក៏ចាប់ផ្ដើមសាកសួរអ្នករាល់គ្នាដែលនាងអាចរកឃើញចុងក្រោយក្មេងៗដែលបាត់ខ្លួនក៏បាននៅខ្លួនឡើយរួមទាំងក្មេងប្រុសសង្ហានោះផងដែរហានបានប្រញាប់ប្រញាល់ទៅរកដើម្បីប្រកាសថាគាត់មានសុវត្ថិភាពឆយបានប្រាប់នាងថាខ្ញុំទុកឲ្យអ្នកជួបជុំគ្នាចុះខ្ញុំនឹងតាមរកមេខ្លោងបូនបានទម្លាយទីតាំងរបស់មេខ្លោងរួចជាស្រេចនៅពេលដែលឆយទៅដល់គាត់បានឃើញតែសមាជិកក្រុមអ ក្រិតជនប៉ុណ្ណោះបន្ទាប់ពីវាដំទាញយកព័ត៌មានពីពួកគេគាត់បានដឹងថាមេរបស់ពួកគេបានរត់គេចខ្លួនហើយក៏បានដេញតាមពីក្រោយភ្លាមៗគាត់បានចាប់ខ្លួនវានិងវាបាក់ដៃបុរសនោះបានលុតជង្គង់អង្វររកក្តីមេត្តាឆយបាននិយាយថាតោះលេងល្បែងថ្មក្រដាសកន្ត្រៃទាំងដូចក្នុងរឿង Squid Game អញ្ចឹងដែរឆយឈ្នះគ្រប់ជំយ៉ាងងាយស្រួលព្រោះម្រាមដៃដែលបាក់របស់បុរសនោះស្ទើរតែរើមិនរួចទៅហើយបន្ទាប់មកឆយបាននិយាយថានេះជាអ្វីដែលឯងបានធ្វើចំពោះក្មេងៗទាំងនោះឯងបានរហូតគ្រួសារការអប់រំនិងជីវិតរបស់ពួកគេហើយគាត់ក៏បានវាម្ដងទៀតទន្ទឹមនឹងនោះហាននិងបនបានសង្គ្រោះ JA ដែលជាក្មេងប្រុសធ្លាប់ប្រមានពួកគេថាពួកគេកំពុងត្រូវបានតាមដានពួកគេបានរកឃើញថាគាត់គឺជាកូនប្រុសរបស់អ្នកដែលធ្លាប់បានស្នើសុំជំនួយពីពួកគេដំបូងគេពេលក្រោយមកឪពុកបានថ្លែងអំណរគុណដល់ពួកគេនិងសារភាពប្រាប់រដ្ឋមន្ត្រីថាគាត់មានការភ័យខ្លាចយ៉ាងខ្លាំងក្រែងលោកកូនប្រុសរបស់ខ្លួនធ្លាក់ចូលក្នុងរណ្ដៅបញ្ហាម្ដងទៀតរដ្ឋមន្ត្រីបានតបថាយើងនឹងជួយអ្នកក្នុងការទទួលខុសត្រូវលើរូបគេស្របពេលជាមួយគ្នានេះដែរជួយបានប្រាប់កូនប្រុសរបស់ខ្លួនថាមិត្តភក្តិជិតស្និទ្ធបំផុតរបស់គេបានលួចធ្វើការជាមួយក្រុមអ ក្រិតជននិងបានទាញទម្លាក់គេចូលក្នុងរឿងនេះដោយចេតនាមិត្តភក្តិនោះថែមទាំងបានឲ្យទូរស័ព្ទមួយគ្រឿងទៀតដល់គេបន្ទាប់ពីឪពុកម្ដាយរបស់គេបានដកហូតទូរស័ព្ទដំបូងកូនប្រុសរបស់គាត់មានការតក់ស្លុតជាខ្លាំងក្មេងប្រុសនោះបានព្យាយាមការពារខ្លួនដោយអះអាងថាក្រុមអ ក្រិតជនក៏បានគំរាមកំហែងគេដែរនៅពេលដែលជួយនិយាយថាពួកគេទាំងអស់គ្នានឹងត្រូវទទួលខុសត្រូវតាមច្បាប់ក្មេងៗក៏បានចាប់ផ្ដើមយំពួកយើងគ្រាន់តែជាក្មេងទេមនុស្សចាស់ដែលប្រើប្រាស់ពួកយើងគួរតែត្រូវគេពិន័យពួកយើងក៏ជាជនរងគ្រោះដែរជួយបានតបថាជនរងគ្រោះពិតប្រាកដគឺឪពុកម្ដាយរបស់ពួកឯងពួកគេធ្វើការរហូតដល់អស់កម្លាំងល្វើយលីកម្មគ្រប់យ៉ាងនិងទ្រាំទ្រនឹងការអាយុយូរដើម្បីប្រយោជន៍របស់ពួកឯងប៉ុន្តែពួកឯងមានឱកាសរាប់មិនអស់ដើម្បីឈប់តែមិនដែលធ្វើវាសោះព្រោះតែពួកឯងស្រឡាញ់លុយងាយស្រួលពេកពាក្យសម្ដីរបស់គាត់ទីបំផុតក៏បានប៉ះពាល់ដល់ពួកគេជាការដាក់ទណ្ឌកម្មជួយបានបង្ខំឲ្យពួកគេធ្វើការងារក្រៅម៉ោងនិងយកប្រាក់ឈ្នួលមកសងបំណុលរបស់ខ្លួនឯងជំនួសឲ្យការបង្កបន្ទុកដល់ឪពុកម្ដាយគាត់ក៏បានដកហូតទូរស័ព្ទរបស់ពួកគេផងដែរហានចង់ធ្វើរឿងបែបនេះដាក់បានដែរបន្ទាប់ពីដឹងថាគាត់នៅតែងប់ងល់នឹងរឿងទ្រឹស្ដីសំគំនិតនាងថែមទាំងបានទូរស័ព្ទរាយការណ៍ប្រាប់ជួយទៀតផងទន្ទឹមនឹងនោះរដ្ឋមន្ត្រីបានជួបប្រជុំជាមួយអ្នកនយោបាយប្រឆាំងម្នាក់អ្នកនយោបាយរូបនោះបានញញឹមចោលនឹងនិយាយថាខ្ញុំឮមកថាអ្នកកំពុងប្រើប្រាស់រឿងរ៉ាវដែលកើតឡើងលើកូនស្រីរបស់អ្នកដើម្បីទាញយកការគាំទ្រសម្រាប់ការបោះឆ្នោតប្រធានាធិបតីរដ្ឋមន្ត្រីបានញញឹមតបថាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដែលអ្នកចាប់ទទួលបានដំណរទានរបស់អ្នកដទៃម្លេះប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថាគណៈបករបស់អ្នកផ្ទាល់កំពុងរៀបចំកិច្ចប្រជុំថ្ងៃនេះដោយគ្មានវត្តមានរបស់អ្នកនយោបាយនោះមានការខឹងសម្បារយ៉ាងខ្លាំងមិនយូរប៉ុន្មានឱកាសមួយក៏បានលេចជារូបរាងឡើងមន្ត្រីប៉ូលីសម្នាក់បានប្រគល់ USB មួយឲ្យគាត់ដែលមានផ្ទុកព័ត៌មានអាចធ្វើឲ្យខូចខាតដល់ការិយាល័យការពារមិនយូរប៉ុន្មានក្រោយមកគាត់បានទៅសួរសុខទុក្ខឆយនៅពន្ធនាគារវាជាការច្បាស់កន្លែងថាគាត់គ្មានចេតនាបណ្ដោយឲ្យបញ្ហានេះបញ្ចប់ដោយស្ងៀមស្ងាត់នោះឡើយទន្ទឹមនឹងនោះក្រុមការងារកំពុងធ្វើការពិនិត្យសុខភាពសាលារៀនទ្រង់ទ្រាយធំជាផ្លូវការពួកគេបានអះអាងថាកម្មវិធីនេះគឺសម្រាប់ការរករោគវិនិច្ឆ័យជំងឺប៉ុន្តែគ្រប់គ្នាដឹងពីគោលបំណងពិតប្រាកដពួកគេកំពុងស្វែងរកសារធាតុខុសច្បាប់ក្នុងចំណោមសិស្សានុសិស្សគោលដៅបន្ទាប់របស់ពួកគេគឺសាលាសេអ៊ុនយ៉ូនដែលល្បីល្បាញខាងបញ្ជូនសិស្សជាច្រើនអ្នកចូលរៀននៅសាកលវិទ្យាល័យជាតិសេអ៊ូលពេលទៅដល់ពួកគេបានឃើញបន្ទប់រៀនមួយដែលមានសិស្សតែមួយក្តាប់តូចប៉ុណ្ណោះបូនបានបញ្យល់ថាទាំងនេះគឺជាសិស្សពូកែប្រចាំសាលាពួកគេទាំងអស់គ្នាចង់ខ្លាចពួកគេបានកត់សម្គាល់ឃើញក្មេងប្រុសម្នាក់មើលទៅមិនស្រួលខ្លួននៅពេលពួកគេចូលទៅពិនិត្យមើលពួកគេបានឃើញគេហូរឈាមនិងបានបញ្ជូនគេទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗអ្វីដែលធ្វើឲ្យជួយភ្នាក់អោនោះគឺប្រតិកម្មរបស់សិស្សដទៃទៀតហាក់គ្មាននរណាម្នាក់បង្ហាញការបារម្ភសោះឡើយការយកចិត្តទុកដាក់របស់ពួកគេគឺស្ថិតនៅលើការប្រឡងដដែលសូម្បីតែម្ដាយរបស់ក្មេងប្រុសនោះក៏បានមកដល់ហើយប្រាប់កូនឲ្យបន្តប្រឡងទៀតផងនៅពេលដែលក្មេងប្រុសនោះប្រាប់ថាមិនស្រួលខ្លួនខ្លាំងពេកគាត់បានតបថាមិនអីទេអ្នកដទៃក៏ហត់នឿយដូចគ្នាដែរបន្ទាប់មកគាត់បានហុចថ្នាំដែលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ឲ្យកូនក្មេងនោះបានលាបចូលទ្រាំទ្រនឹងការឈឺចាប់និងធ្វើការប្រឡងរហូតចប់ពេលក្រោយមកសិស្សានុសិស្សត្រូវបានគេប្រាប់ថាពួកគេត្រូវតែឆ្លងកាត់ការពិនិត្យសុខភាពពេលដែលម្ដាយបានលើកដំណឹងនេះពួកគេបានប្រញាប់ប្រញាល់មករកសាលារៀននិងព្យាយាមរារាំងដំណើរការនេះព្រោះកូនរបស់ពួកគេមានការវិភាគរៀនពិសេសឯកជនពួកគេបានតវ៉ានិងគំរាមកំហែងឆយបានតបយ៉ាងស្រទន់ថាការិយាល័យមានសិទ្ធិអំណាចពេញលេញបើអ្នកបារម្ភរឿងខាតម៉ោងសិក្សាពួកគេអាចមកប្រឡងនៅថ្ងៃស្អែកពេលព្រឹកមុនពេលចូលរៀនបានម្ដាយទាំងនោះបានទទូចថាកូនរបស់ពួកគេមិនដែលប៉ះពាល់នឹងគ្រឿងញៀនឡើយឆយបានតបថាយើងកំពុងព្យាយាមការពារកូនរបស់អ្នកយើងមិនចង់ឲ្យពួកគេណាម្នាក់ស្លាប់ដោយរំពេចនោះទេចម្លើយនោះបានធ្វើឲ្យពួកគេមានការអន្ទះសាកតក់ស្លុតជាខ្លាំងទន្ទឹមនឹងនោះនៅក្នុងពន្ធនាគារអ្នកនយោបាយបានសាកសួរឆយអំពីរបួសរបស់គាត់បណ្ដាញព័ត៌មានបានចាប់យកសាច់រឿងនេះយ៉ាងឆាប់រហ័សប្រព័ន្ធផ្សព្វផ្សាយបានបន្ទោសឆយនឹងការិយាល័យការពារដែលចោទប្រកាន់ថាការឃុំខ្លួនអនិច្ចជនបាននាំឲ្យមានរឿងរ៉ាវទាំងអស់នេះកើតឡើងហាននិងបូនបានព្យាយាមទប់ស្កាត់ផលប៉ះពាល់ឆយមិនបានខ្វល់ខ្វាយឡើយនៅថ្ងៃបន្ទាប់ឪពុកម្ដាយបាននាំកូនរបស់ពួកគេមកធ្វើតេស្តមិនយូរប៉ុន្មានលទ្ធផលប្រឡងក៏ត្រូវបានប្រកាសចេញមកម្ដាយរបស់មានការតក់ស្លុតជាខ្លាំងចំពោះពិន្ទុរបស់កូននៅពេលដែលគេបញ្យល់
ល់ថាគេមិនស្រួលខ្លួននិងថែមទាំងបានដួលសន្លប់ទៀតផងគាត់បានបដិសេធលេះនោះនិងរំលឹកគេពីការលះបង់ទាំងអស់របស់ខ្លួនវាត្រូវបានគេទម្លាយថាគ្រួសារពួកគេពីមុនធ្លាប់រស់នៅខាងក្រៅទីក្រុងសេអ៊ូលជាច្រើនឆ្នាំមកហើយគាត់មានក្តីស្រមៃចង់បំផ្លាញកូនប្រុសរបស់ខ្លួនឲ្យក្លាយជាវេជ្ជបណ្ឌិតទោះបីជាគេមានភាពវៃឆ្លាតតាមបែបធម្មជាតិក៏ដោយក៏គាត់មានការភ្ញាក់ផ្អើលចំពោះកម្រិតនៃការប្រកួតប្រជែងបន្ទាប់ពីបានផ្លាស់មកទីក្រុងសេអ៊ូលគាត់បានលក់ផ្ទះធំរបស់ពួកគេផ្លាស់ទៅរស់នៅក្នុងផ្ទះល្វែងតូចមួយនៅជិតសាលារៀននិងថែមទាំងបានដកទ្វារបន្ទប់គេងរបស់កូនចេញដើម្បីឲ្យគាត់អាចឃ្លាំមើលកូនបានជានិច្ចស្វាមីរបស់គាត់គិតថាវាជារឿងឈួតលីលាគាត់បានតបថាបងប្រុសរបស់អ្នកបានក្លាយជាវេជ្ជបណ្ឌិតហើយគ្រប់គ្នាគោរពគាត់កូនប្រុសរបស់ខ្ញុំនឹងធ្វើដូចគ្នាកូនប្រុសរបស់ពួកគេបានខិតខំរៀនសូត្រឥតឈប់ឈរដើម្បីបំពេញចិត្តគាត់ប៉ុន្តែគាត់តែងតែទាមទារកាន់តែខ្លាំងឡើងគាត់បានស៊ើបអង្កេតថាតើសិស្សពូកែរៀននៅឯណានិងចុងក្រោយបានរកឃើញឪពុកម្ដាយដែលមានឥទ្ធិពលបំផុតក្នុងចំណោមពួកគេគាត់បានទិញកាដូថ្លៃៗនិងបន្ថោតម្លៃខ្លួនដើម្បីព្យាយាមស្វែងរកផ្លូវចូលរៀនជាមួយគ្រូឆ្នាំនៅពេលដែលរឿងនោះបរាជ័យគាត់បានអង្វររកដំបូន្មានទីបំផុតស្ត្រីអ្នកមាននោះបានផ្ដល់ថ្នាំឲ្យពួកវាជួយបង្កើនការផ្ដោតអារម្មណ៍បន្ទាប់មកបន្ទុករបស់មានបានកើនឡើងយ៉ាងខ្លាំងហើយគាត់ត្រូវបានទទួលយកចូលក្នុងថ្នាក់វរជនប៉ុន្តែការពិនិត្យសុខភាពបានទម្លាយរឿងរ៉ាវទាំងអស់ជួយបានប្រាប់ឪពុកម្ដាយថាសារធាតុនោះខុសច្បាប់និងបញ្ជាឲ្យពួកគេឈប់ភ្លាមៗបន្ទាប់មកគ្រូពេទ្យម្នាក់បានប្រកល់ព័ត៌មានដ៏គួរឲ្យព្រួយបារម្ភមួយថាលទ្ធផលរបស់មានគឺមានគ្រោះថ្នាក់បំផុតម្ដាយរបស់គេបានស្វែងរកតាមអនឡាញរកថ្នាំបង្កើនការផ្ដោតអារម្មណ៍កាន់តែខ្លាំងឡើងរហូតដល់ទីបំផុតរកឃើញឈ្មោះគ្រឿងញៀនម្នាក់ដោយមិនដឹងខ្លួនគាត់បានដាក់អន្ទាក់កូនប្រុសរបស់ខ្លួនឯងដរាបណាបន្ទុករបស់កូនកើនឡើងគាត់មិនអើពើនឹងការខូចខាតនោះឡើយពេលនោះមានបានខ្លាយជាអ្នកញៀនថ្នាំយ៉ាងពេញលេញគាត់បានអង្វររកថ្នាំបន្ថែមនៅពេលដែលម្ដាយរបស់គេត្រៀមនឹងហុចថ្នាំឲ្យជួយបានមកដល់ដោយភាពភ័យខ្លាចគាត់បានបដិសេធមិនបើកទ្វារដូច្នេះហានបានឡើងតាមយកចូលទៅខាងក្នុងក្រុមការងារបានរារាំងមីនពីការលេបថ្នាំបន្ថែមនិងបញ្ជូនគេទៅមន្ទីរពេទ្យជួយបន្ទាប់មកបានប្រឈមមុខនឹងម្ដាយរបស់គេសោកនាដកម្មគឺគាត់បានដឹងរឿងនេះតាំងពីដំបូងម្ល៉េះគាត់បានឃើញថ្នាំទាំងនោះធ្វើបាបកូនរបស់ខ្លួនខ្លាំងប៉ុណ្ណាប៉ុន្តែគាត់មិនអើពើព្រោះបន្ទុករបស់កូនបន្តកើនឡើងនៅពេលដែលគាត់ទាមទារចង់ឃើញមុខកូនដោយនិយាយថាគេត្រូវបន្តរៀនសម្រាប់សាលាវិទ្យាសាស្ត្រជួយបានតបថាប្រសិនបើអ្នកស្រឡាញ់សាលាវិទ្យាសាស្ត្រខ្លាំងម្ល៉េះចូលរៀនដោយខ្លួនឯងទៅគាត់បានយកការវិភាគនិងសៀវភៅសិក្សាទាំងអស់ដែលគាត់បានបង្ខំឲ្យកូនរៀនមកដាក់ជូននៅពេលដែលអ្នកប្រឡងជាប់បន្ទុកសម្រាប់សាលាវិទ្យាសាស្ត្រហើយខ្ញុំនឹងឲ្យអ្នកជួបមុខគេគាត់គិតថាជួយលេងសើចទេប៉ុន្តែជួយមិនបានលេងសើចទេគាត់បានបង្ខំឲ្យគាត់រស់នៅដូចអ្វីដែលកូនប្រុសរបស់គាត់ធ្លាប់រស់នៅគាត់ទទួលបានម្ហូបអាហារតិចតួចដូចគ្នាគាត់ស្ទើរតែគ្មានពេលសម្រាប់គេងលក់ឡើយរាល់ពេលដែលគាត់បិទភ្នែកជួយនិងដាស់គាត់ឡើងគាត់ថែមទាំងបានដកយកពូករបស់គាត់ចេញទៀតផងនៅពេលដែលគាត់ទាមទារការបញ្យល់ជួយបានតបថាអ្នកបានដកទ្វារបន្ទប់កូនចេញដើម្បីអាចមើលគេគ្រប់ពេលវេលាដូច្នេះភាពសុខស្រួលក៏មិនគួរមានសារៈសំខាន់ចំពោះអ្នកដែរទន្ទឹមនឹងនោះដំបូងឡើយមានបានទទួលរងនៅរោគសញ្ញាផ្ដាច់ថ្នាំយ៉ាងធ្ងន់ធ្ងរប៉ុន្តែទីបំផុតគាត់បានដឹងរឿងមួយជ្រៅក្នុងចិត្តការដាក់សម្ពាធរបស់ម្ដាយបានធ្វើឲ្យគាត់ចង់ស្លាប់ថ្នាំទាំងនោះបានលុបបំបាត់អារម្មណ៍ទាំងនោះជាបណ្ដោះអាសន្ននោះហើយជាមូលហេតុដែលគាត់ខ្លាចជាអ្នកញៀនបើគាត់លេបថ្នាំដើម្បីគេចចេញពីការស្លាប់ពេលនេះគាត់នឹងផ្ដាច់វាដើម្បីរស់នៅវិញបន្តិចម្ដងបន្ទាប់គាត់បានជាសះស្បើយថ្ងៃមួយទីបំផុតម្ដាយរបស់គេក៏បានដួលរលំផ្លូវចិត្តនិងព្យាយាមរត់គេចនៅពេលដែលឆយរារាំងគាត់បានយំសោកថាខ្ញុំបានលះបង់ជីវិតទាំងមូលដើម្បីកូនប្រុសរបស់ខ្ញុំឆយបានតបថាទេគឺកូនប្រុសរបស់អ្នកទេដែលបានលះបង់គ្រប់យ៉ាងដើម្បីអ្នកការបញ្ចេញរូបភាព flashbacks បានបង្ហាញពីរបៀបដែលគាត់ចំណាយពេលច្រើនឆ្នាំបញ្ចុះបញ្ចូលកូនឲ្យក្លាយជាវេជ្ជបណ្ឌិតដើម្បីផលប្រយោជន៍របស់ខ្លួនសូម្បីតែពេលវាធ្វើឲ្យកូនឈឺចាប់ក៏ដោយក៏គេប្រឹងប្រែងធ្វើតាមព្រោះគេចង់ឲ្យនាងសប្បាយចិត្តទីបំផុតគាត់បានយំទម្លាក់ទឹកភ្នែកពេលក្រោយមកមានបានសួរបូនថាតើខ្ញុំត្រូវស្វែងយល់យ៉ាងដូចម្តេចដើម្បីដឹងថាខ្ញុំចង់ធ្វើអ្វីក្នុងជីវិតបូនបានតបថាស្វែងយល់ពីវិស័យផ្សេងៗហើយជ្រើសរើសមួយណាដែលអ្នកពិតជាចូលចិត្តគាត់បានណែនាំសៀវភៅរឿងកុមារដល់អ្នករាល់គ្នាមានចូលចិត្តវាខ្លាំងណាស់សូម្បីតែហានដែលធ្លាប់ចំអកគំនិតនេះក៏បានយំពេលកំពុងអានដែរទីបំផុតជួយបានអភ័យទោសឲ្យម្ដាយរបស់មីននៅពេលដែលគាត់បានជួបកូនប្រុសខ្លួនឯងជាថ្មីគាត់បានពិនិត្យសុខភាពកូនមុនគេបន្ទាប់មកគាត់បានមើលសៀវភៅកត់ត្រាដោយរំពឹងថានឹងឃើញកំណត់ចំណាំការសិក្សាប៉ុន្តែវាទេស្អាតកូនប្រុសរបស់គាត់បានប្រាប់ដោយស្ងប់ចិត្តថាគាត់លែងចង់ខ្លាចជាវេជ្ជបណ្ឌិតទៀតហើយគាត់សូម្បីតែមិនប្រឡងឆ្នាំនេះផងព្រោះគាត់មិនទាន់ត្រៀមខ្លួនរួចរាល់ផ្នែកស្មារតីគាត់បានអង្វរឲ្យកូនពិចារណាឡើងវិញប៉ុន្តែគេនៅតែរឹងរូសថាខ្ញុំនឹងរស់នៅតាមរបៀបរបស់ខ្ញុំឥឡូវដល់ពេលដែលអ្នកត្រូវរស់នៅតាមរបៀបរបស់អ្នកហើយពេលក្រោយមករដ្ឋមន្ត្រីបានប្រកាសថានរណាក៏ដោយដែលត្រូវបានចាប់ខ្លួនថាប្រើប្រាស់ថ្នាំផ្ដោតអារម្មណ៍ឬសារធាតុខុសច្បាប់ផ្សេងទៀតនឹងត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រឡងឡើយខណៈពេលកំពុងពិនិត្យភស្តុតាងដែលរឹបអូសបានជួយបានកត់សម្គាល់ឃើញថ្នាំដែលប្រមូលបានកាលពី2ឆ្នាំមុនពួកវាមានរាងដូចគ្នាបេះបិទទៅនឹងគំនូក្នុងកំណត់ហេតុរបស់ចូលនៅក្បែរនោះមានកំណត់ចំណាំថាតើថ្ងៃណាទើបខ្ញុំអាចអភ័យទោសឲ្យចូលបានជួយភ្លាមៗនោះបានដឹងថាមានទំនាក់ទំនងផ្ទាល់រវាងសំណុំរឿងនេះនិងការជួញដូរគ្រឿងញៀនស្ថានភាពកាន់តែគួរឲ្យតក់ស្លុតនៅពេលដែលអ្នកនយោបាយពុករលួយបានចាប់ផ្ដើមជួយចូលឲ្យមានសេរីភាពចេញពីពន្ធនាគារមុនកំណត់ដោយមានកំណត់ត្រាប្រព្រឹត្តល្អផ្ទុយពីការរំពឹងទុកចូលបានវិលត្រឡប់មកសាលារៀនវិញឪពុកម្ដាយមានការខឹងសម្បាយយ៉ាងខ្លាំងតើបរិសុទ្ធដូចគេអាចមករៀនជាមួយកូនរបស់ពួកគេបានដោយរបៀបណាហានមានការខឹងសម្បាយយ៉ាងខ្លាំងគ្រប់គ្នាកំពុងស្ថិតក្រោមសម្ពាធទោះជាយ៉ាងណាជួយបានទៅសួរសុខទុក្ខចូលនិងបាននិយាយយ៉ាងខ្លីថាចូលធ្វើជាសិស្សធម្មតាម្នាក់នៅពេលនេះចុះចូលបានណែនាំខ្លួនឯងដល់មិត្តរួមថ្នាក់ពួកគេជាច្រើនបានចំអកឲ្យគេរឿងបណ្ដាលឲ្យគ្រូបង្រៀនស្លាប់គេមិនអើពើនឹងពួកគេឡើយពេលក្រោយមកគេបានកត់សម្គាល់ឃើញសិស្សជាច្រើនអ្នកកំពុងពាត់ជំវិញក្មេងប្រុសម្នាក់ឈ្មោះសានជានិច្ចមានអ្វីមួយមិនប្រក្រតីមិនយូរប៉ុន្មានចូលបានមកជួបក្រុមការងារហានបានផ្ទុះកំហឹងនៅពេលគេនិយាយឈ្មោះជេហោនហើយពួកគេត្រូវទាញនាងចេញមុនពេលនាងបង្កការវាយតប់គ្នាចូលបានបញ្យល់ថាសានកំពុងរងការរើសអើងនិងធ្វើបាបពីសំណាក់ជីនិងបាក់ពួករបស់គេនៅពេលដែលជួយសាកសួរគ្រូបង្រៀនប្រចាំថ្នាក់គាត់បានអះអាងថាមិនបានឃើញអ្វីខុសប្រក្រតីឡើយជួយបន្ទាប់មកក៏បានទាញសានចេញពីក្រុមមិត្តភ័ក្តិរបស់គេភ្លាមៗនៅខណៈនោះឯងការតបភ្ជាប់អ៊ីនធឺណិតរបស់រាល់គ្នាបានបាត់បង់ដោយមើលទៅសានជួយបាននិយាយថាអញ្ចឹងឯងជា Wi-Fi របស់ពួកវាម្នាក់មែនទេសានបានបដិសេធជួយបានបន្តថាឯងតែងតែអង្គុយនៅកណ្ដាលពួកវាប្រមូលផ្ដុំជុំវិញឯងគឺជាអ្នកដំបូងដែលដកទូរស័ព្ទចេញមកនិងយកតាមខ្លួននៅ power bank ដ៏ធំសម្បើមមួយសន្ទុះក្រោយមកសិស្សដទៃទៀតបានប្រញាប់ប្រញាល់រត់មករកបន្ទាប់ពីបាត់សញ្ញាអ៊ីនធឺណិតហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញសានឈរនៅក្បែរជួយជាពិសេសបន្ទាប់ពីដឹងថាការស៊ើបអង្កេតការរំលោភបំពានកំពុងដំណើរការសានបាន
បានការពារពួកគេភ្លាមៗនឹងនាំពួកគេចេញទៅជួយបានចាត់តាំងបានឲ្យតាមដានពួកគេប៉ុន្តែបានត្រូវបានគេឃើញឲ្យមិត្តរួមថ្នាក់សម័យសាកលវិទ្យាល័យចាស់ម្នាក់ហានបានចូលខ្លួនជំនួសដោយធ្វើពុតជាក្មេងតក់ស្លុតខ្មាក់អៀននាងបានចូលទៅជិតឈីដោយផែនការដោយការរំពឹងទុកគេបានជាប្រមាថនាងភ្លាមៗហើយដើរចេញទៅក្រុមការងារបានប្រើប្រាស់សម្លេងរបស់គេហើយប្រើប្រាស់សម្លេងត្រាប់ដើម្បីតាក់ទងសានប្រូស្មូតចូលឈ្មោះហ្គេមអនឡាញនិងធ្វើប្រតិបត្តិការផ្សេងៗជាច្រើនការបានលេខជារូបរាងឡើងក្រុមរបស់ឈីបានលួចប្រើប្រាស់គណនីព័ត៌មានផ្ទាល់ខ្លួននិងលេខទូរស័ព្ទរបស់សានពួកគេថែមទាំងបានប្រើអត្តសញ្ញាណរបស់គេដើម្បីលក់ទំនិញអនឡាញយកលុយឲ្យគេបាត់នៅពេលដែលអ្នកទិញខឹងសម្បាបានតាមរកអ្នកលក់ពួកគេបានរកឃើញសានជាលទ្ធផលគេត្រូវគេវិនិយោគបោកប្រាស់ដែលគេមិនធ្លាប់បានធ្វើដោយអស់សង្ឃឹមសានបានអង្វរឈីឲ្យសងប្រាក់វិញនិងជួយខ្លួនឈីបានតបថាចាំបន្តិចសិនទៅឬមួយក៏ឯងលែងទុកចិត្តអញទៀតហើយវាបានបង្ហាញយ៉ាងច្បាស់ថាសានមិនមែនជាមនុស្សកំសាកខ្សោយតាំងពីដើមមកឡើយជីបានបដិសេធភ្លាមៗបន្ទាប់មកគេបានបង្ហាញវីដេអូមិនសមរម្យមួយដែលត្រូវបានបញ្ជូនពីលេខទូរស័ព្ទរបស់សានទៅកាន់ប្អូនស្រីរបស់គេម្ដាយរបស់សានចុងក្រោយបានបន្ទោសកូនប្រុសខ្លួនឯងទាំងក្តីអាម៉ាស់គាត់បានសុំទោសនិងដើរចេញទៅពេលក្រោយមកជីបានគំរាមសានថាប្រសិនបើឯងហ៊ានទម្លាយរឿងអញម្ដងទៀតអញនឹងផ្ញើវីដេអូនោះទៅឲ្យនារីគ្រប់គ្នាក្នុងថ្នាក់ដោយប្រើលេខរបស់ឯងចាប់ពីពេលនោះមកសានបានស្ដាប់បង្គាប់គេសូម្បីតែម្ដាយបង្កើតក៏លែងជឿជាក់លើគេទៀតដែរគាត់គ្រាន់តែសងបំណុលជំនួសនិងមិនអើពើនឹងបញ្ហានោះសានអង្គុយម្នាក់ឯងទាំងទឹកភ្នែកឈប់បានឃើញគេហើយណែនាំឲ្យទុកចិត្តលើការិយាល័យការពារនិងដាក់ពាក្យបណ្ដឹងនៅថ្ងៃបន្ទាប់ពួកគេបានព្យាយាមរាយការណ៍គ្រប់យ៉ាងប៉ុន្តែជីបានបោះជំហានមុនគេបាត់ទៅហើយគេបានដាក់ពាក្យបណ្ដឹងចោទប្រកាន់សានថាបានរំលោភបំពានធ្វើបាបខ្លួនកិច្ចប្រជុំវិន័យសាលាត្រូវបានកំណត់ឡើងក្នុងអំឡុងពេលប្រជុំនោះការពិតត្រូវបានត្រឡប់ច្រាស់មកវិញទាំងស្រុងសានត្រូវបានបង្ហាញថាជាអ្នកបង្កការធ្វើបាបខណៈជីបានខ្លាចជាជនរងគ្រោះជាលើកទី3ហើយដែលម្ដាយរបស់សានបដិសេធមិនជឿកូនប្រុសខ្លួនឯងគាត់ថែមទាំងបានសុំទោសជីនិងម្ដាយរបស់គេទៀតផងសានអង្គុយស្ងៀមទាំងទឹកភ្នែកជួយបានដើរចូលទៅជិតហើយនិយាយថាឯងមិនចាំបាច់យំស្ងៀមទេយំឲ្យលឺខ្លាំងៗក៏បានដែរសានបានតបថាគ្មាននរណាម្នាក់ជឿគេទេខ្ញុំជឿគឺជួយបានតបបន្ទាប់មកគាត់បានសន្យាថានឹងជួយនោះហើយជាពេលដែលផែនការរបស់ពួកគេបានចាប់ផ្ដើមហានបានចុះឈ្មោះចូលរៀននៅសាលានោះជាសិស្សបដូរផ្ដាច់ពេលដែលជីឃើញនាងគេបានចាំនាងថាជាក្មេងស្រីល្ងងដែលធ្លាប់បុកគេពីមុនសំណួរដំបូងរបស់គេគឺតើអ្នកមានគណនី Netflix ទេហានបានទាញក្រដាសជាច្រើនសន្លឹកដែលពេញដោយព័ត៌មានគណនីចេញមកមិនត្រឹមតែ Netflix ទេថែមទាំងហ្គេមកម្មវិធីនិងការជាច្រើនគ្មានទីបញ្ចប់គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងពួកគេបានសួរថាតើនាងជា Wi-Fi នៅសាលាចាស់របស់នាងមែនឬទេមិនមែនទេនាងបានតបគេហៅខ្ញុំថា hotspot ឯណោះក្មេងប្រុសៗបានផ្ទុះសំណើចពួកគេក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ power bank ដ៏ធំសម្បើមរបស់នាងផងដែរនៅពេលដែលនាងសុំខ្ចីទូរស័ព្ទពួកគេបានហុចវាឲ្យដោយស្ទាក់ស្ទើរបានហាក់ចូលទូរស័ព្ទទាំងនោះភ្លាមៗចាប់ពីពេលនោះមកភាពចលាចលក៏បានចាប់ផ្ដើមសារអាតកំបាំងត្រូវបានបញ្ជូនចេញពីទូរស័ព្ទពួកគេទំនិញត្រូវបានទិញផលិតផលត្រូវបានដាក់លក់គ្រប់យ៉ាងបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ទីបំផុតជីទប់កំហឹងមិនបានគេបានប្រឈមមុខនឹងហាននិងចោទប្រកាន់ថានាងជាអ្នកទទួលខុសត្រូវនៅពេលដែលគេរំកិលខ្លួនដើម្បីវាយនាងហានបានវាយកម្រោលចូលមុននៅពេលដែលគេចាប់យកកៅអីដើម្បីវាយប្រហារនាងស្រាប់តែស្រែកថាមើលទៅដល់ពេលត្រូវបង្កើតគណៈកម្មាធិការអំពើហិង្សាសាលាម្ដងទៀតហើយកិច្ចប្រជុំត្រូវបានធ្វើឡើងនៅថ្ងៃបន្ទាប់ហានបានមកដល់ដោយមានសភាពទ្រុឌទ្រោមនិងទន់ខ្សោយជីបានសើចចំអកភ្លាមនាងកំពុងសម្ដែងតើគ្មាននរណាម្នាក់ជឿនាងទេវាជារឿងដូចគ្នាទៅនឹងអ្វីដែលបានកើតឡើងលើសានដែរពេលដែលជីធ្លាប់អះអាងពីរបួសផ្លូវចិត្តគ្រប់គ្នាបានជឿនឹងបន្ទោសសានជំនួសវិញបន្ទាប់មកហានបានទម្លាយអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនការិយាល័យការពារបានប្រកាសថាការស៊ើបអង្កេតត្រូវបានបញ្ចប់ជីគឺជាអ្នកបង្កការធ្វើបាបមិនមែនសានទេខ្ញុំមិនដែលវាយគេទេជីបានតបថាជួយបានតបថាឯងបានធ្វើរឿងអាក្រក់ជាងនេះទៅទៀតប្រសិនបើជីប្រើអំពើហិង្សារាងកាយសានអាចបង្ហាញស្នាមជាប់ជាភ័ស្តុតាងផ្ទុយទៅវិញជីបានបន្សល់ទុកស្នាមរបួសដែលគ្មាននរណាម្នាក់អាចមើលឃើញម្ដាយរបស់សានទីបំផុតបានសុំទោសដែលមិនធ្លាប់ជឿកូនប្រុសខ្លួនឯងពេលក្រោយមកគាត់និងសានបានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់គ្នាកំពុងអបអរសាទររហូតដល់ឈោបាននៃខ្លួនឡើងអ្នកប្រាប់ខ្ញុំថាកុំបង្កបញ្ហាគេបាននិយាយទៅកាន់ឈយប៉ុន្តែសារភាពមកចុះខ្ញុំបានជួយក្នុងរឿងនេះគ្មាននរណាម្នាក់អើពើនឹងគេឡើយពេលក្រោយមកឈោបានផឹកស៊ីជាមួយឪពុកក្មេករបស់ខ្លួនបរិសុទ្ធចំណាស់មានអារម្មណ៍រំជួលចិត្តពេលនឹកដល់កូនស្រីឈោបានស្នាក់នៅមួយយប់ពេលឮបរិសុទ្ធចំណាស់យំគេបាននឹកឃើញពីរបៀបដែលនាងបាននាំពួកគេមកជួបគ្នាដំបូងឡើយពួកគេមានចិត្តច្រណែននឹងគ្នាទីបំផុតពួកគេបានក្លាយជាមិត្តភក្តិឈោក៏បានរកឃើញខ្លួនឯងកំពុងយំដូចគ្នាស្របពេលជាមួយគ្នានេះជីបានប្រឈមមុខនឹងឈោនៅសាលារៀនគេបានបន្ទោសឈោដែលបានបំផ្លាញជីវិតខ្លួនវាត្រូវបានគេទម្លាយថាឈោគឺជាអ្នកណែនាំឲ្យគេដាក់ពាក្យបណ្ដឹងសានមុនយោងតាមឈោការបណ្ដឹងមុននឹងធ្វើឲ្យគេមើលទៅដូចជាជនរងគ្រោះឥឡូវនេះជីមានការខឹងសម្បារយ៉ាងខ្លាំងគ្រប់យ៉ាងត្រូវបានបំផ្លាញដោយសាររឿងនោះឈោបានតបយ៉ាងស្ងប់ចិត្តថាគ្មានអ្វីត្រូវបានបំផ្លាញទេខ្ញុំចង់ឲ្យរឿងទាំងអស់នេះកើតឡើងជីសម្លឹងមើលគេនៃមិនដឹងជីវិតខ្ញុំត្រូវបំផ្លាញហើយខ្ញុំមានអារម្មណ៍ចង់ស្លាប់ឈោបានញញឹមពិតមែននឹងបន្ទាប់មកគេបានរុញជីធ្លាក់ពីលើដំបូលអគារពេលក្រោយមកឈោបានជួបអ្នកនយោបាយពុករលួយនិងប្រគល់កំណត់ត្រាសម្លេងរបស់ជីដែលនិយាយថាការិយាល័យការពារបានបំផ្លាញជីវិតខ្លួននិងធ្វើឲ្យចង់ស្លាប់អ្នកនយោបាយមានការតក់ស្លុតជាខ្លាំងតើអ្នកបានកំណត់ត្រានេះមកពីណាមិនយូរប៉ុន្មានព័ត៌មានបានប្រកាសថាជីបានធ្លាក់ពីលើអគារនិងកំពុងស្ថិតក្នុងស្ថានភាពសន្លប់បន្ទាប់ពីការប៉ុនប៉ងអត្តឃាតអ្នកនយោបាយបានសម្លឹងមើលឈោទាំងមិនជឿតើឯងបានធ្វើអ្វីខ្លះទៅឲ្យប្រកាសគោលដៅរបស់យើងគឺដូចគ្នាគឺឈោបានតបកុំភ្លេចរឿងនឹងឲ្យសោះបន្ទាប់មកគេបានបញ្ជាក់យ៉ាងច្បាស់ថាគេបានគ្រប់គ្រងអ្នកនយោបាយនោះតាំងពីជំនួបដំបូងម្លេះអ្នកនយោបាយមានការភ័យខ្លាចយ៉ាងខ្លាំងពេលគិតដល់អតីតកាលគេទើបដឹងថាឈោបានបញ្ជាគេតាំងពីជំនួបដំបូងឥឡូវនេះគេបានធ្លាក់ក្នុងអន្ទាក់ដើម្បីការពារខ្លួនគេគ្មានជំនឿអ្វីក្រៅពីខ្លាចជាមនុស្សពុករលួយខ្លាំងជាងមុននោះទេនៅពេលដែលរដ្ឋមន្ត្រីបានទៅសួរសុខទុក្ខជីនៅមន្ទីរពេទ្យអ្នកនយោបាយបានលួចម្លងកំណត់ត្រាសម្លេងនោះទៅប្រព័ន្ធផ្សព្វផ្សាយរឿងអាស្រូវជំវិញការិយាល័យការពារបានរីករាលដាលកាន់តែអាក្រក់ហើយឈោវិញបានធ្វើបាតកម្មនៅខាងក្រៅសាលារៀនហើយទាមទារឲ្យបិទការិយាល័យការពារនៅពេលដែលឈយមកដល់ឈោបានស្វាគមន៍ដោយធម្មតាអូអ្នកមកហើយតាឈោបានបង្ហាញថ្នាំមួយគ្រាប់ដល់គាត់អ្នកជាអ្នកផលិតថ្នាំទាំងនេះមែនទេបាទគឺខ្ញុំឈោបានតប
បចុះមិនដែរអ្នកមិនអាចរកផុសតាំងបានទេបន្ទាប់មកគេបានបន្ថែមដោយការចំអកថាអ្នកនឹងជេហ៊យួនតែងតែងប់ងល់នឹងបញ្ហារបស់អ្នកដទៃជានិច្ចការពិតដោយឈឺចាប់មួយត្រូវបានទម្លាយចុងក្រោយជេហ៊យួនពិតជាខ្វល់ខ្វាយពីគេដោយស្មោះព្រោះគេតែងតែគេចសាលារៀននាងបានរងចាំនៅខាងក្រៅផ្ទះគេព្យាបាលរបួសនិងមើលថែគេរាល់ពេលដែលគេរបួសនាងបានផ្ដល់ឱកាសគ្រប់យ៉ាងដល់គេប៉ុន្តែគ្មានអ្វីអាចផ្លាស់ប្ដូរគេបានឡើយទីបំផុតគេបានដឹងថាការលក់គ្រឿងញៀនក្នុងសាលារៀនគឺទទួលបានប្រាក់ចំណេញច្រើនមហិមានោះគឺជាមូលហេតុពិតប្រាកដដែលគេវិលត្រឡប់មកសាលាវិញជេហ៊យួនមានសេចក្តីសុខដែលបានឃើញគេត្រឡប់មកវិញប៉ុន្តែថ្ងៃមួយនាងបានរកឃើញថ្នាំញៀនលាក់ក្នុងកាបូបរបស់គេឈយបានសើចចំអកដោយឈឺចាប់នាងចង់ដឹងចង់ឃើញពេកហើយបើមិនដូច្នេះទេប្រហែលជាខ្ញុំបានរៀបការជាមួយនាងបាត់ទៅហើយឈយមិនអាចទ្រាំស្ដាប់តទៅទៀតបានទេគាត់បានរៀបផ្ទាត់មុខឈមួយកំភ្លៀងឈបានអង្វររកក្តីមេត្តាភ្លាមៗផលប៉ះពាល់គឺធ្ងន់ធ្ងរណាស់ក្រុមការងារត្រូវបានផ្អាកការងារនិងហាមឃាត់មិនឲ្យចូលសាលារៀនឈយបានអបអរសាទរអង្គការរបស់គេបានរីករាលដាលយ៉ាងលឿននិងចែកចាយគ្រឿងញៀនគ្រប់ទីកន្លែងសិស្សដូចជាសែនត្រូវបានគេប្រើប្រាស់ជាអ្នកដឹកជញ្ជូនពួកគេត្រូវបានគេប្រាប់ថាពួកគេកំពុងដឹកជញ្ជូនស្បែកជើងប៉ាតាភាគច្រើនបានជឿតាមមិនយូរប៉ុន្មានប្រតិបត្តិការនេះបានរីករាលដាលដល់សាលារៀនចំនួន17សិស្សានុសិស្សបានងប់ងល់នឹងការរកលុយនិងចំណាយពេលច្រើនលើការដឹកជញ្ជូនជាងការចូលរៀនគ្រូបង្រៀនមានការខកចិត្តជាខ្លាំងពួកគេជាច្រើនប្រាថ្នាចង់ឲ្យការិយាល័យការពារវិលត្រឡប់មកវិញថ្ងៃមួយសែនបានតាក់ទងឈយជាសម្ងាត់គេបានបើកប្រអប់មួយហើយរកឃើញការពិតគេចង់រាយការណ៍គ្រប់យ៉ាងជាអកុសលដែលបានចាប់ខ្លួនគេមុននឹងបង្ខំឲ្យលុបចោលកិច្ចប្រជុំនោះប្រតិបត្តិការនៅតែបន្តដំណើរការបន្ទាប់មកយឿនបានកត់សម្គាល់ឃើញសកម្មភាពគួរឲ្យសង្ស័យនៅសាលារៀនរបស់នាងពេលនាងទៅទស្សនកិច្ចទីស្នាក់ការក្រុមការងារនាងបានរកឃើញថាពួកគេនៅតែបន្តធ្វើការទោះបីជាគ្មានការអនុញ្ញាតផ្លូវការក៏ដោយមូលហេតុត្រូវបានដឹងយ៉ាងឆាប់រហ័សរដ្ឋមន្ត្រីក្រសួងអប់រំបានផ្ញើសារទៅកាន់គ្រូបង្រៀនទូទាំងប្រទេសដោយស្នើសុំឲ្យសហការជាមួយការិយាល័យការពារថ្នាំផ្ដោតអារម្មណ៍បានរីករាលដាលដល់ស្ទើរតែគ្រប់សាលារៀនទាំងអស់យឿនបានសួរថាតើមាននរណាម្នាក់បានមករកជំនួយដែរឬទេដំបូងឡើយគ្មាននរណាម្នាក់មករកទេប៉ុន្តែគ្រូបង្រៀនមកពីសាលាជាច្រើនបានមកដល់ដោយរំពេចពួកគេបាននាំយកផុសតាងនិងសារភាពថាពួកគេមានការបារម្ភយ៉ាងខ្លាំងចំពោះសិស្សានុសិស្សរបស់ខ្លួនក្រុមការងារបានធានាដល់ពួកគេថាពួកគេបានតាមដានឈរនិងប្រមូលផុសតាងដោយមានជំនួយពីសិស្សដែលពួកគេធ្លាប់បានសង្គ្រោះពីមុនគ្រូបង្រៀនទីបំផុតបានធូរចិត្តរដ្ឋមន្ត្រីបានរៀបចំសន្និសីទកាសែតមួយទៀតភ្លាមៗគាត់បានទម្លាយជាសាធារណៈនៅការស៊ើបអង្កេតនិងបានដាក់ឈ្មោះឈរថាជាជនសង្ស័យចម្បងឈរនិងបកពួកបានប្រញាប់ប្រញាល់ប្រមូលស្តុកដែលនៅសល់ហើយរត់គេចខ្លួនពេលដែលក្រុមការងារវិលត្រឡប់មកសាលារៀនវិញសិស្សានុសិស្សបានស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅពួកគេទីបំផុតបានដឹងការពិតអំពីឈយនៅពេលដែលអ្នកស៊ើបអង្កេតស្វែងរកកន្លែងលាក់ខ្លួនរបស់គេពួកគេបានឃើញវាទៅស្អាតក្រៅពីទូដែកមួយដែលត្រូវបានចាក់សោដោយស្មានថាមានវត្ថុមានតម្លៃនៅខាងក្នុងពួកគេបានព្យាយាមបើកវាពេលនោះឈយបានដឹងថាវាជាអន្ទាក់គាត់បានស្រែកព្រមានទូដែកបានបែកបាក់និងបញ្ចេញផ្សែងគ្រឿងញៀនចេញមកហានបានការពារបានភ្លាមៗនិងបានស្រូបយកសារធាតុនោះដោយខ្លួនឯងខណៈឈយប្រញាប់បើកបង្អួចគាត់បានឃើញឈយនិងបាក់ពួកកំពុងរត់គេចខ្លួនបន្ទាប់មកគាត់បានឮសំឡេងហានស្រែកពីខាងក្រោយថាតើអ្នកដឹងទេថាខ្ញុំអាចហោះបានហើយនាងក៏បានលោតប្រថឹងទៅលើបាក់ពួករបស់ឈយម្នាក់ក្នុងចំណោមពួកគេបានងាកមកវាយប្រហារនាងប៉ុន្តែបានរត់គេចភ្លាមពេលឃើញឈយកំពុងរត់សម្ដៅមកហានបានអះអាងយ៉ាងជឿជាក់ថាខ្លួនអាចដោះស្រាយបាក់ពួកពីរនាក់ដែលនៅសល់បានជាអកុសលថ្នាំញៀនបានប៉ះពាល់ដល់ការវិនិច្ឆ័យរបស់នាងទាំងស្រុងនាងត្រូវគេវាយដំយ៉ាងដំណំលើកនេះបានឈានជើងចេញមុខដោយពាក់ឧបករណ៍ថ្លៃៗរបស់ខ្លួនដូចជាពាក្យដែកគេបានស្ទុះចូលទៅក្នុងសង្វៀនប្រយុទ្ធគួរឲ្យភ្ញាក់ផ្អើលគេពិតជាទទួលបានជ័យជំនះពេលក្រោយមកគេបានយូហានចេញទៅនិងព្យាយាមជួយឲ្យនាងជាសះស្បើយភ្លាមនោះនាងបានអោបគេបានណាមានការតក់ស្លុតជាខ្លាំងទន្ទឹមនឹងនោះឈយបានតាមទាន់ឈរបានលាក់ខ្លួនពីក្រោយសិស្សានុសិស្សដែលកំពុងភ័យខ្លាចឈយបានរុញពួកគេចេញនិងដេញតាមឈផ្ទាល់នៅខណៈនោះឈបាននឹកឃើញរឿងដែលបានកើតឡើងកាលពី2ឆ្នាំមុនរ៉េយបានប្រឈមមុខនឹងគេបន្ទាប់ពីរកឃើញថ្នាំញៀននាងមិនបានរាយការណ៍ប្តឹងគេទេផ្ទុយទៅវិញនាងបានផ្ដល់ឱកាសចុងក្រោយឲ្យគេសារភាពខ្លួនឈបានយំនឹងធ្វើពុតជាយល់ព្រមពេលដែលនាងបោះជំហានចូលមកចិត្តដើម្បីអោបគេបានយកកំបិតចាក់នាងបន្ទាប់មកគេបានបញ្យល់ដោយស្ងប់ចិត្តថាគេជាអនិច្ចជនមានបញ្ហាយ៉ាងហោចណាស់ក៏គេជាប់គុកប៉ុន្មានឆ្នាំហើយចេញមកវិញអាជីវកម្មគ្រឿងញៀនក្នុងសាលារៀនគឺទទួលបានប្រាក់ចំណេញច្រើនពេកមិនអាចបោះបង់បានឡើយចំណែកឯនាងវិញនឹងស្លាប់មុនពេលបានរៀបការទៅទៀតការក្បត់នោះបានបំផ្លាញនាងខ្ទេចខ្ទីត្រឡប់មកបច្ចុប្បន្នភាពវិញឈយបាននិយាយពាក្យរបស់ជេយុនឡើងវិញស្ទើរតែគ្រប់ម៉ាត់គេកំពុងផ្ដល់ឱកាសចុងក្រោយដូចគ្នាដល់ឈបានបាត់បង់ម្ចាស់ការទេវាកាន់តែហួសហេតុពេកហើយមុនពេលឈយអាចធ្វើសកម្មភាពបាក់ពួករបស់ឈបានគំរាមសានឈបានចាប់យកឱកាសនោះនិងចាក់ឈយដោយអ្វីដែលគេធ្លាប់ចាក់ជេយុនដែរគេថែមទាំងបានប្រើសានជាខែលដើម្បីការពារកុំឲ្យមានការតស៊ូហានបានឃើញហេតុការណ៍ទាំងអស់ដោយសារនៅតែរងឥទ្ធិពលថ្នាំនាងបានអង្វរបូនឲ្យដាស់នាងឲ្យបានត្រឹមត្រូវគេបានធ្វើវាហានបានស្ទុះចូលទៅក្នុងការប្រយុទ្ធភ្លាមពេលដែលឈយធានាថាសានមានសុវត្ថិភាពគាត់ក៏បានតបតវិញគាត់បានចាប់យកឈនិងវាយដំយ៉ាងដំណំគ្រប់គ្នារំពឹងថាគាត់នឹងសងសឹកប៉ុន្តែគាត់បានឈប់គាត់បានបណ្ដោយឲ្យឈរស់រានមានជីវិតនេះជាឱកាសចុងក្រោយរបស់អ្នកដូចគ្នាហើយឈបានត្រុតចុះយំសោកតើអ្នកនឹងនាងគិតថាខ្លួនជាអ្នកណាទេវតារបស់អ្នកមែនទេឈបានតបថាទេពួកយើងគ្រាន់តែជាមនុស្សចាស់ដែលព្យាយាមការពារអ្នកប៉ុណ្ណោះជាលើកដំបូងដែលឈមានអារម្មណ៍សោកស្ដាយស្មោះត្រង់គេយំកាន់តែខ្លាំងឡើងទន្ទឹមនឹងនោះឈបានស្រមៃឃើញជេយុនកំពុងញញឹមដាក់ខ្លួននាងមានមោទនភាពដែលគាត់បានទុកចិត្តខ្លួនឯងរដ្ឋមន្ត្រីបានអញ្ជើញមកដល់ផ្ទាល់ដើម្បីចាប់ខ្លួនឈគេនៅតែស្ងប់ស្ងាត់រហូតតែដឹងថាឈបានចាក់ជួយពេលនោះគាត់បានធ្វើកំហឹងប៉ុណ្ណឹងបានហើយតើអ្នកដឹងទេថាខ្ញុំជាឪពុកក្មេករបស់គេមន្ត្រីប៉ូលីសស្ទើរតែទប់គាត់មិនឈ្នះពេលក្រោយមកសន្និសីទកាសែតមួយទៀតត្រូវបានរៀបចំឡើងឈនៅក្បែរក្រុមការងាររដ្ឋមន្ត្រីបានបញ្យល់ថាការិយាល័យការពារមិនដែលបង្កើតឡើងដើម្បីគ្រប់គ្រងសិស្សនោះឡើយគោលបំណងរបស់វាគឺដើម្បីកែលម្អការអប់រំការពារសាលារៀននិងជួយកែប្រែអ្នកដែលវង្វេងផ្លូវពេលក្រោយមកក្រុមការងារបានទៅសួរសុខទុក្ខទីបញ្ចុះសពរបស់ជេអេយុនវាត្រូវបានគ្របដណ្ដប់ដោយសម្បត្តិពីសិស្សានុសិស្សខណៈពេលពួកគេកំពុងដើរចេញបនបានចាប់ដៃហានដោយអចេតនាទាំងពីរនាក់បានកាំងស្ងៀមដោយសារភាពខ្មាស់អៀនរដ្ឋមន្ត្រីបានកត់សម្គាល់ឃើញមុនពេលគាត់អាចនិយាយអ្វីចេញមកឈ្មោះបាននិយាយថាពួកគេឈួតវង្វេងនឹងគ្នាហើយពួកគេគ្រាន់តែ
តែមិនទាន់ដឹងខ្លួនឯងប៉ុណ្ណោះគ្រប់គ្នាបានសើចសប្បាយពេលក្រោយមកក្រុមការងារបានប្រឈមមុខនឹងសំណុំរឿងថ្មីមួយទាក់ទងនឹងកីឡាករបាល់បោះពូកែម្នាក់ដែលរើសអើងនិងធ្វើបាបមិត្តរួមក្រុមបនបានមកដល់ដោយខ្លាចខ្លួនជាជួយនឹងមើលទៅអស់ចាប្រហែល5វិនាទីបន្ទាប់មកកីឡាករបាល់បោះនោះបានងើបឈរឡើងបនបានបាត់បង់ទំនុកចិត្តទាំងស្រុងភ្លាមៗកីឡាកររូបនោះស្ទើរតែស្ទុះលើគេដោយដៃម្ខាងហានបានប្រញាប់ចូលទៅហើយត្រូវបានគេរុញច្រានចេញទាំងពីរនាក់បានធ្លាក់ដីមិត្តរួមថ្នាក់របស់ពួកគេបានបាត់បង់ក្តីសង្ឃឹមពេលនោះជួយបានមកដល់គាត់បានដោះស្រាយស្ថានភាពនោះតាមរបៀបដែលគាត់ធ្លាប់ធ្វើជានិច្ចគឺដើរចូលទៅហើយតែកំភ្លៀងកីឡាករនោះមួយកំភ្លៀងចំមុខចំពោះអ្នកនយោបាយពុករលួយវិញទីបំផុតគេត្រូវបានចាប់ខ្លួនរដ្ឋមន្ត្រីបានទៅជួបគេនិងទម្លាយថាគាត់បានដឹងអំពីរឿងកំណត់ត្រាសម្លេងរបស់ឈរដែរប៉ុន្តែបានលាក់វាដោយចេតនានេះគឺជាផលវិបាកអ្នកនយោបាយបានស្រែកថាតើអ្នកជាទេវតាដែលមិនដែលធ្វើខុសសោះមែនទេរដ្ឋមន្ត្រីបានតបថាទេបងប្រុសអញក៏ធ្វើខុសដូចគ្នាដែរបន្ទាប់មកគាត់បានទះកំភ្លៀងមុខគេមួយកំភ្លៀងរឿងរ៉ាវបានបញ្ចប់ដោយយុត្តិធម៌ត្រូវបានផ្ដល់ជូនការិយាល័យការពារត្រូវបានស្ដារឡើងវិញនិងការលះបង់របស់